សូមគោរពនឹងជំរាបសួរលោកលោកស្រីនិងកញ្ញាទស្សនិកជនដែលកំពុងតាមដានទស្សនានៅក្នុងកម្មវិធីរបស់យើងតែងតែនិយមគាំទ្ររបស់សម្ភាររវាងនេះខ្ញុំក៏ដូចជាសិល្បករសិល្បករនី influencer ក៏ដូចជាបុគ្គលដែលមានចំណាប់អារម្មណ៍នៅក្នុងសង្គម social media ហើយម្យ៉ាងវិញទៀតកម្មវិធីរបស់យើងតែងតែជជែកអ្វីដែលជាភាពពិតរបស់បុគ្គលម្នាក់ការដែលសម្ភារចេញពីមាត់សម័យខ្លួនផ្ទាល់ថ្ងៃនេះយើងក៏មានកិត្តិយសបានអញ្ជើញវត្តមានសិល្បករមួយរូបដែលនឹងផ្ដល់កិត្តិយសចូលរួមបទសម្ភាសន៍នេះពេលបន្តិចទៀតនោះបងវាយអារម្មណ៍លោកសេនីកញ្ញាមកជួបជាមួយនឹងបទសម្ភាសន៍រវាងនាងខ្ញុំក៏ជាមួយនឹងម៉ាដូណាព្រោះអត់ដឹងថាហៅលោកឬក៏អ្នកនាងឬក៏លោកស្រីឬក៏យ៉ាងណាទេចា៎បាទជាការបន្តម្ដងអរគុណអនុញ្ញាតគ្រប់សួរស្រីថ្មីស្រាប់វត្តមានហ្វេនអស់ទៀតផងដែរស្រាប់ពេលនេះយើងធ្វើការបន្តបទសម្ភាសន៍វត្តមានពីកញ្ញាពិសេសផងដែរអរគុណអនុញ្ញាតជំរាបសួរផងដែរអរគុណសម្រាប់ដែរសប្បាយចិត្តទេដល់ចូលកម្មវិធីរបស់យើងចាសប្បាយចិត្តណាអូមានថារត់លើមានដូចថារបបការងារច្រើនមែនតែម្ដងចាជីវិតស្នេហាមកយ៉ាងម៉េចដែរជីវិតស្នេហាអត់ទាន់គិតគូរទេព្រោះខ្ញុំអត់ចូលចិត្តដូចភេទទី3ខ្វះកនឹងប្រុសទេចាអូជាការបន្តតែម្ដងអរគុណច្រើនកម្មវិធីនេះគឺជាកម្មវិធីឌីឬកម្មវិធីមិនដៀលទេហៅមកបាត់សម្ភារអូខេបាទជំរាបសួរបែកគ្នាយូរមែនតើណោះតំទោសភាពបាញ់មិញនេះគឺកម្មវិធីសភាឬកម្មវិធីឌីចាមិនមែនឌីលទេតែនិយាយតាមតថភាពជីវិតភេទទី3ចាបាទស្អីធ្លាប់ដឹងរឿងជីវិតរបស់ខ្ញុំហ៎ដឹងខ្លះដែរថ្ងៃនេះយកមកបថុយអស់តែម្ដងចាអរគុណច្រើនទទួលការផ្ដល់បទសភាពិតយ៉ាងមិនដែរទៅសុខសប្បាយជាទេសុខសប្បាយតាមពិតខាន់ជួបរាប់ម្ដងយើងនឹងតាមពិតខ្ញុំចេះពិធីកដោយសាររត់អីតាចាដោយសារយាយឯងដោយសារទី1ខ្ញុំមានចាំបានយូរហើយដែលយើងចាប់ដើមដៃគូមួយគ្នាតាំងពីពេលហ្នឹងខ្ញុំបានតាំងចិត្តថាខ្ញុំចាក់ពិធីកមួយទៀតខ្ញុំចាំបានចាក់ដៃគូមួយយាយម្ដងនៅសៀមរាបចាកាលហ្នឹងយើងដូចជាទៅពិធីកនៅតាមនៅក្លឹបមួយអញ្ចឹងណាតាមពិតអូយប្រឹងណាប៉ុន្តែរៀនអញ្ចឹងនៅពេលនោះយើងយកអត់សក់ខ្លះទៅក៏រៀនមើលពីគេមើលពីមួយអញ្ចឹងទៅឥឡូវក៏យើងចាក់អាជីពមួយទៀតព្រោះធម្មតាសិល្បៈយើងមិនអាចចាក់តែមួយបានទេទីផ្សារចាប់ច្រើនលុយចូលច្រើនហើយណាមួយយើងការចំណាយទៅលើប្រុសក៏យើងច្រើនខ្ញុំទៅល្អផ្សារដែររីកចម្រើនណាស់នៅពេលដែលយើងចំណាយទៅលើប្រុសបាទវាជាអារម្មណ៍មួយដែលថាដឹងស្រាប់ទេថាប្រុសព្រាបដូចជាសរសៃដើរសរសៃឈាមនៃការដើរចលនាអញ្ចឹងប្រុសម្នាក់នៅពេលដែលគាត់ញ៉ាំដាក់យើងម្ដងសរសៃឈាមនឹងជួយឲ្យជីវិតយើងស្រស់បំព្រងអញ្ចឹងជាការបេះដូងនៅពេលដែលប្រុសបែកបេះដូងយើងដូចបែកខ្ទេចអញ្ចឹងណាតែបើប្រុសចូលមួយថែមមួយទៀតដូចបេះដូងយើងមាន2ចំណែកអញ្ចឹងចាំគេហៅសេពកាមអញ្ចឹងយ៉ាងមិនដែរសុខទុក្ខយ៉ាងណាហើយការងារសិល្បៈរីកចម្រើនទេពេលបច្ចុប្បន្ននេះសម្រាប់សិល្បៈបច្ចុប្បន្ននេះយើងបាននិយាយថាអាចមានភាពរីកចម្រើនដោយសារមានការគ្រប់គ្រងពីសំណាក់ពុកម៉ែបងប្អូនដែរចាំអត់ទេថាយើងមិនឡើងយើងមិនធ្លាក់យើងនៅតែបន្តពីសប្បាយរីករាយមានការផ្លាស់ប្ដូរជួនកាលទៅច្រៀងអញ្ចឹងទៅជួនកាលដូចយើងនិយាយថាពិធីករអញ្ចឹងទៅជួនកាលយើងអាចថាមានពេលលេងសូបានយើងទៅតែងមុខលេងសូបរិសាលេងសូនេះគឺជាអាជីពដំបូងបំផុតសម្រាប់ខ្លួនខ្ញុំផ្ទាល់តែម្ដងអញ្ចឹងពេលខ្លះទៅខាងទូថាម៉ាដូណាដូចខានលេងមួយជាងធំជាងស្រីយូរនេះម៉ាដូណាខានលេងតែងជប៉ុនងាត់ទូលេងក្លឹបធំនឹងយូរហើយអញ្ចឹងម៉ាដូណាលេងដូចខានលេងឥណ្ឌាលេងចិនអីចឹងមើលលេងយកធៀបជាក្រុមមើលជួនកាលពីមុនបានយើងមានជាក្រុមដែរជួនកាលដកស្រង់ពីរឿងមរណៈយេដាដកស្រង់ពីរឿងទុំទាវរឿងចាងពុកគីកងឬស៊ីនដឺរ៉ាឡាអញ្ចឹងជួនកាលរំលឹកប្រជាគុណតែបើថាបើលេងសូពីសម័យបច្ចុប្បន្ននេះដូចជាទៅលេងរួចវិញដូចជាអាស័យលះចាវាអត់សូវលះដូចពីមុនដោយសាររូបរាងយើងជាប្រុសពេកឬក៏វាយ៉ាងម៉េចអានោះពីខ្លះស្មានដែរត្រូវទៀតមិនដូចជាប្រុសទេវានៅតែប្រុសដដែលណាលោកហ្នឹងរៀនចេញស្រីបន្តិចគេស្គមសัตว์ជាងអីគេសัตว์អីអាសัตว์នេះដូចសัตว์ស្រីអីវល់ហាស្នាមតាមពីដើមគឺសេះសាន់ជ័យបានរំៃខ្ទើទូរគុតម៉ាដូណាហ្នឹងហើយចាឃើញថាយើងឥឡូវនេះសិល្បៈរីកចម្រើនច្រើនយើងបង្កើតស្នាដៃរបស់យើងស្ទឹងតែគ្រប់ជំនាញដែលមានចំណូលក៏ចូលច្រើនអីក៏ចូលច្រើនអញ្ចឹងទៅហើយបើយើងត្រឡប់ងាកទៅជីវប្រវត្តិខ្លះឃើញថានៅមានម្ដាយមួយដែលជាទាគ្រប់ស្រឡាញ់មាននេះព្រោះខ្ញុំភាសាជួបគាត់ចាអាយ៉ារត់តាមដានជីវិតគេហ្នឹងគេចូលចិត្តតាមដានជីវិតគេក៏វាល្អមួយសារដែរអញ្ចឹងណាដល់តែខ្ញុំនៅសល់ម្ដាយចានៅសល់ចានៅសល់ព្រោះដោយសារម្ដាយពេលនេះក៏ខ្លួនគាត់ដូចជាសុខភាពមិនសូវជាបរិបូរណ៍ដោយសារមួយរយៈក្រោយនេះគឺគាត់មានបញ្ហាដាច់សរសៃឈាមខួរក្បាលរហូតដល់យើងធ្វើការផ្លាស់ប្ដូរពីពេទ្យមួយទៅពេទ្យមួយរហូតដល់សម្រាប់យកទៅវៀតណាមអញ្ចឹងណាចំពេលថ្ងៃខ្ញុំសភាហើយខ្ញុំមានអារម្មណ៍មួយថាខ្ញុំខ្លោចចិត្តខ្លាំងបំផុតថ្ងៃដែលខ្ញុំចូលសភាទៅស្រុកក្រៅហ្នឹងគឺថ្ងៃដែលខ្ញុំមានឈ្មោះជាមួយម្ដាយខ្ញុំសភាមួយគ្នាប៉ុន្តែចែកដនខ្ញុំអត់មានត្រូវទៅសភាទេពេលដែលខ្ញុំទៅកាន់មន្ទីរពេទ្យមួយប៉ុន្តែខ្ញុំនឹកឃើញថាទោះខ្ញុំនៅហ្នឹងក៏វាមានបានសិកាអញ្ចឹងក៏ទៅសភាលេងហើយបែរជាជាប់តែម្នាក់ឯងអញ្ចឹងអារម្មណ៍ដែលខ្ញុំនិយាយថាម៉ាក់ខ្ញុំនាំម៉ាក់ទៅដើរលេងនៅស្រុកក្រៅបែរជាគាត់ចំពេលដែលគាត់កំពុងរៀបចំវះកាត់ហើយចំពេលគាត់បានទៅសភាទៅស្រុកក្រៅជាមួយគ្នាទៀតយើងបែរជាជាប់ម្នាក់ឯងអ្វីហើយក៏យើងអត់រំពឹងឲ្យវាជាប់ទៀតព្រោះតែយើងទៅសភាហ្នឹងគឺចំពេលដែលយើងអត់មានអារម្មណ៍មូ
តែដល់ពេលគេសួរមកយើងចេះឆ្លើយទៅតាមនឹងដែរ ចេះជាប់ទៅ ជាប់ទៅវាទៅជាអញ្ចឹង មរណាមានបងប្អូនប្រហែលនាក់ បើនិយាយពីអ្នកម្ដាយដែលកកើតតែម្ដងហ្នឹងគឺមានបងប្អូនស្រី2ប្រុសខ្ញុំ2ភ្លោះតែនិយាយឲ្យខ្ទើទាំងពីរទៀតដល់ស្រី4 ភ្លោះទៀត យេ ប៉ុន្តែខ្ញុំអត់ស្គាល់ដែរឃើញ គាត់ថាគាត់ចែកឋានបាត់ទៅឲ្យ20ឆ្នាំជាងហើយ អូ បាទ20ឆ្នាំជាងដោយសារឡានបុក ឡានបុក គួរអ្នកចរាចរណ៍ណ៎ បាទហើយអារម្មណ៍ចំណុចនេះខ្ញុំចង់ប្រាប់ទៅបងប្អូនដែរបងប្អូនភ្លោះមានញាណដូចគ្នាអញ្ចឹងតែមួយស្លា យើង ប់ ខ្ញុំធ្លាប់ឮ វាមួយស្លាប់ត្រូវម្នាក់ទៅជាមួយហើយតែដល់ពេលអញ្ចឹងលោកគេមើលច្រើនអ្នកដែរលោកថាត្រូវកូននឹងត្រូវមកយកម្នាក់ទៀតទៅហើយអញ្ចឹងត្រូវបកស្បែកហើយត្រូវដូរឈ្មោះត្រូវហៅប៉ាទៅជាពូហើយត្រូវហៅម៉ាក់ទៅជាមីង អញ្ចឹងហ៎ យេរឿងជារឿងប៉ិតតែម្ដងបើអញ្ចឹងកូននឹងគេមកដល់ផ្ទះនឹងឃើញ ចុះពេលដែលគាត់ស្លាប់ទៅម្នាក់អញ្ចឹងយើងមានអារម្មណ៍បែបហ្នឹងដូចគេទាយឲ្យយើងអត់ បាទគឺអញ្ចឹងតែម្ដងពួកយើងដឹងខ្លួនយើងស្រាប់ហើយបងប្អូនគឺអញ្ចឹងមានដូចគ្នាតែម្ដងអញ្ចឹងដឹងតែថ្ងៃយើងត្រូវមិន7ថ្ងៃបន្ទាប់ត្រូវយ៉ាងម៉េចយើងដឹងខ្លួនឯងតែម្ដងប៉ុន្តែលោកគាត់បានប្រាប់មិនមែនតែមួយលោកទេមានលោកតាមើលពលឺថ្ងៃនិងលោកតាមនីស័យមើលម៉ែខ្ញុំដែរគេមើលម៉ែតាគាត់ថាបងខាត់ដីមួយអញ្ចឹងណាតែត្រូវតែការពារមួយទៀតដែរអញ្ចឹងណាកុំឲ្យជីវៀងកូននឹងវាទៅអញ្ចឹងទៅព្រោះទៅបណ្ដាបងប្អូនភ្លោះ ចុះពេលមុនដែលគាត់គ្រោះថ្នាក់អីយើងជាបងប្អូនភ្លោះយើងមានអារម្មណ៍ដឹងមុនអត់ អត់ដឹងទេចំណុចហ្នឹងគាត់ថា ប៉ុន្តែបន្ទាប់ពី ស្លាប់ហើយ បាន ដឹង ចាប់ដឹងថាត្រូវតែមានមួយទៀតត្រូវទៅដែរអញ្ចឹងបានលោកចាប់បានបកស្បែក វាឲ្យអារម្មណ៍បែបណាទៅយើងដឹង អារម្មណ៍ធម្មតាតែពេលគាត់ឲ្យប៉ោនទៅយើងមានអារម្មណ៍សំណោះគាត់ហើយតែពេលអាសំណោះនឹងមួយព្រោះឲ្យគាត់ដូចរបៀបគាត់អត់សក់ដូចថាសំណោះចង់ទៅនៅជាមួយគ្នាអញ្ចឹងគាត់នៅដើរលេងជាមួយគ្នាវាជាអារម្មណ៍បងប្អូន រឿងនេះដូចអត់ដែរនិយាយណាព្រោះអត់ដែរនរណាដឹងថាមានបងប្អូនភ្លោះ អានឹងធ្លាប់លើធ្លាប់ប្រាប់គេរឿងតាក់ទងបងប្អូនភ្លោះប៉ុន្តែតាក់ទងថាជីវិតយើងត្រូវទៅជាមួយអីអញ្ចឹងណាអានឹងខ្ញុំអត់បានតែបញ្ជាក់ជាមួយនឹងកម្មវិធីផ្សេងៗទេប៉ុន្តែគាត់បញ្ជាក់ថាបងប្អូនភ្លោះអាចបាននៅពេលដែលចាប់ផ្ដើមរឿងពីដើមចាស់គាត់ដឹងស្រាប់ហើយតែបងប្អូនភ្លោះត្រូវតែការជាមួយគ្នាព្រោះធម្មតានេះគឺជាពាក្យទំនាយតាពីដើមដែលថាគេប្តីប្រពន្ធស្លាប់គេថាឲ្យបាននៅជាមួយគ្នាអីអញ្ចឹងណា ចុះយើងបានការមួយគ្នានៅ ខ្ញុំអត់ដឹងដែរចំណុចនោះតោះមកសួរម៉ែនិងបងស្រីហ្នឹងតែលឺសួរអ៊ំខ្ញុំថាបានសែនដែរគ្នា អូ បានសែនដែរអញ្ចឹងណាមានថ្ងៃមួយបងប្អូនអរគ្នាមានថ្ងៃមួយនឹកដល់ពេលស្លាប់តែថ្មីអញ្ចឹងនឹកអញ្ចឹងក៏ប្រាប់ម៉ែអាហ្នឹងយើងប៉ិតតែម្ដងអត់មានការខ្លាចបន្លំទេម៉ាក់ខ្ញុំថាម៉ាក់អើយខ្ញុំនឹកអត់តូចម៉ាក់ខ្ញុំចង់ឲ្យអត់តូចមកលេងមុនដំបូងអារម្មណ៍ថាអត់ខ្លាចទេទៀតប៉ិតម៉ែក៏ថាបើចង់មកលេងសាក់សាក់លបងមើលឲ្យទៅអត់ធូរក៏ប្រពន្ធក្រៅផ្ទះសិនទៅ ឲ្យគាត់ចូលមក នេះយេហើយឈ្មោះនេះឆ្នាំនេះអីចឹងទៅហើយបន្ទាប់មកឲ្យទៅអត់ទូជំនាញផ្ទះមកតង់ទៀតទៅហើយទៅអត់ជំនាញផ្ទះទៅប្រាប់ថាជំនាញផ្ទះជួយបើកផ្លូវបងខ្ញុំផងខ្ញុំចឹងខ្ញុំនឹកបងខ្ញុំមកហើយបន្ទាប់មកទៅអត់ទូកង់មកដើម្បីសុំឲ្យកង់មកហ្នឹងឲ្យ ស្របតាមគ្នា ឲ្យស្របតាមគ្នាគាត់មកទៅក៏ឲ្យគាត់ខុសនៅអ្វីមួយអីចឹងណាមកមែន ជារឿងប៉ិត បាទមកមែនហើយវាជារឿងមួយដែលខ្ញុំនិយាយចាក់ដើមនិយាយបាទចឹងអ្វីដែលខ្ញុំចង់និយាយនេះប្រាប់បងប្អូនអរគ្នាទោះខ្ញុំមើលមិនឃើញតែអារម្មណ៍បងប្អូនខ្ញុំបានដឹងស្រាប់ទៅហើយគឺចន្លោះម៉ោង1យប់ជាងពេលខ្ញុំនៅផ្ទះចោមចាស់ដេកនៅទុកជាន់ទី1ពេលខ្ញុំដេកផ្ទះជាន់ទី1គឺបងប្អូនខ្ញុំមកលេងតែម្ដងពេលបងប្អូនមកលេងទាំងខ្លួនយើងដេកលក់បាត់ទៅហើយប៉ុន្តែនៅពេលដែលគាត់មកយើងចាប់ផ្ដើមញាក់ក្នុងន័យមួយដែលយើងអត់ហ៊ានបើកភ្នែកតែទោះថាវាជាយល់សប្តិ ដឹងជាអារម្មណ៍ បាទខ្ញុំនិយាយអូខ្ញុំដឹងថាពេលខ្ញុំកំពុងនិយាយខ្ញុំមានអារម្មណ៍មួយថាបងអូននឹងរាល់ថ្ងៃគាត់មានទៅណាដែរនៅទៅតាមអូទេតែនយោស័ព្ទឃើញអីអញ្ចឹងទៅមានរឿងអីទៅអាយោស័ព្ទថាមានបញ្ហាអញ្ចឹងបងអូនមកជួយអញ្ចឹងខ្ញុំដឹងថាគាត់ខ្ញុំអត់ដឹងថាបលឹងយើងនិយាយមិនចាពេលហ្នឹងខ្ញុំលបាក់យោស័ព្ទខ្ញុំលបាក់យើងនៃប្រៀបមួយថាពេលដែលមនុស្សយើងស្លាប់ទៅតាបលឹងយើងមួយទៅចាប់ជាតិបលឹងមួយនៅថែរក្សាបលឹងមួយទៀតនៅធ្វើអីទៅយើងអត់ទាន់ដឹងទេចំណុចហ្នឹងប៉ុន្តែគ្រប់ពេលយើងស័ព្ទគឺបងអូននឹងមិនដែរទៅចាប់ជាតិសោះ គឺនៅដូចជាថែរក្សាខ្ញុំរហូតគ្រប់ពេលវេលាវាជាអារម្មណ៍បងព្រោះយ៉ាងម៉េចឬគាត់មិនចង់ទៅចាប់ជាតិយ៉ាងម៉េចឬគាត់លក្ខណៈមួយចង់ថែគ្រួសារយ៉ាងម៉េចខ្ញុំអត់ដឹងទេប៉ុន្តែនៅពេលដែលខ្ញុំចាប់ដើមអត់ធូរនៅពេលដែលគាត់ចាប់ដើមមកហ្នឹងគាត់ដឹងថាយើងខ្លាច អូគាត់ក៏ដឹងដែរ បាទគាត់ដឹងថាយើងខ្លាចគាត់ដឹងថាយើងខ្លាចហើយគាត់ចង់អោបយើងដឹងទៀតតែយើងក្នុងចិត្តយើងមិនអាចគាត់អោបគាត់មកហើយគាត់មកទាំងខ្លួនយើងប្រឡឹងយើងអត់មើលឃើញមុខគាត់ទេប៉ុន្តែយើងដឹងពីអារម្មណ៍គាត់ដែលគាត់ថាកំពុងតែមុខគាត់ស្ងោកស្ងាត់គាត់ចង់អោបគាត់នឹកយើងអត់ធុកមកហើយមិនក៏យើងអត់និយាយរកគាត់អញ្ចឹងមិនក៏យើងអត់លក្ខណៈសួរសុខទុក្ខគាត់អញ្ចឹងបែរជាយើងខ្លាចរហូតដល់យើងខ្លាចពេកសូត្រធម៌ ដេញគាត់ទៅវិញចា តែអវិតារតាសម្មាសម្ពុទ្ធរហូតដល់ដេកលក់ព្រលឹមឡើងស្រីពេញផ្ទះហើយតើអត់ធូបកង់មកតើអត់ធូបជំនាញផ្ទះតើអត់ធូបប្រភូមិដឹងថានិយាយថាម៉េចទេអូនអើយទៅចាប់ជាតិចង់បងលេងចង់មកបងខាងអានេះវាជាចំណុចមួយដែលយើងមានអារម្មណ៍មួយថាខ្ញុំធ្វើខុសចំពោះគាត់តែរហូតដល់ពេលនេះនៅតែយល់សក់ឃើញគាត់ថា
បងអប់រំ20ឆ្នាំជាងនឹងអត់ភ្លេចបាទដូចរឿងប៉ាខ្ញុំមួយដែរប៉ាខ្ញុំមកគ្រួសារលេងឲ្យណាគេឃើញដល់ឲ្យឃើញខ្ញុំឃើញហើយប៉ាខ្ញុំធម្មតាគាត់ស្លាប់គាត់ទឹកនោមផ្អែមផងលើឈាមផងហើយគាត់ដើររួចទេខ្ញុំអាសាប្រហោះវីដេអូនំគាត់ដើរលេងឃើញដែរតាណោះយេចឹងនៅពេលដែលគាត់កាត់ជើងគាត់ធម្មតាគាត់ស្លាប់យើងខ្លួនដល់ពេលចាប់ដើមថ្ងៃដែលគាត់ចែកឋានអីចឹង7ថ្ងៃក្រោយគាត់វាពឹកគាត់អត់និយាយរកយើងទេប៉ុន្តែគាត់មកទាំងរូបរាងទាំងមានដៃទាំងមានជើងតែគាត់ដឹងថាយើងខ្លាចតែគាត់បែរមុខទៅខាងនោះឲ្យគាត់ញ៉ាំឃើញផ្ទាល់បាទឃើញនៅផ្ទះខ្ញុំដេកនៅម្នាក់ឯងអានឹងប៉ាដែរបាទប៉ាដល់ពេលចឹងទៅប្រាប់ថាអូន7ថ្ងៃមិនគេបងស្រីខ្ញុំចង់ជួបប៉ាបងស្រីខ្ញុំមនុស្សអត់ចេះខ្លាចខ្មោចអត់ចេះខ្លាចតែម្ដងហើយចង់ជួបអ្នកដកនេះបែរជាអត់ចង់ជួបមកជួបខ្ញុំហើយខ្ញុំប្រាប់ថាចាខ្ញុំប៉ាខ្ញុំមកគាត់មកអត់លក្ខណៈខ្លាចទេប៉ុន្តែអារម្មណ៍ខ្ញុំអញ្ចឹងណាប៉ុន្តែប៉ាមកនឹងគាត់លាកកៅអៅត្រឹមត្រូវហើយគាត់មានជើងទៀតតែគាត់អត់និយាយរកខ្ញុំទេខ្ញុំសួរទៀតប៉ាមកធ្វើអីគេអញ្ចឹងណាសួរគាត់អញ្ចឹងមកប៉ាមកធ្វើអីគេប៉ានិយាយដាក់គាត់អញ្ចឹងគាត់នៅតែញ៉ាំនិយាយរហូតដល់គាត់និយាយយើងដេកលុបបាត់យើងស្រីថាគាត់ដេកលុបមានប៉ុណ្ណឹងហើយថ្ងៃតែគាត់ស្លាប់ខ្ញុំក៏សម្រេចចិត្តថាប៊ូ7ថ្ងៃប៊ូសងគុណតែខ្ញុំបានធ្វើក៏ដូចមានអារម្មណ៍ឲ្យដឹងហ្មងយកគាត់មកពីសៀមរាបទៅធ្វើគុណឲ្យឪពុកម្ដាយធ្វើគុណឪពុកម្ដាយហើយមុនគាត់ចែកឋានស្អែកឡើងនាំគាត់ទៅដើរលេងកោះកុងសិនតែប៉ុន្តែយើងដឹងអាការៈគាត់យ៉ាងហ្នឹងទៅហើយតែសួរគាត់ពេលហ្នឹងជិះឡានតាមផ្លូវលឿនលឿនឈប់នៅវារិញសិននាំគាត់ទៅផ្សារអីសិនខាត់ឃ្លានក៏ឃើញអាការៈគាត់ទៅអញ្ចឹងហើយក៏សួរសម្រាប់ពូមើលទៅប្រជុំគ្នាមួយម៉ាក់កុំឲ្យសម្រាប់អាកាត់តែខ្ញុំមួយកុំឲ្យខុសគេថាខុសអាកាត់ទេណាត្រូវតែនិយាយជាមួយបងស្រីមួយម៉ាក់ប៉ាឥឡូវមាន2ប៉ានៅពេលនេះខ្ញុំឃើញប៉ាទៅសុខខ្លួននេះប៉ាចង់ទៅលេងនៅកោះកុងឬក៏ប៉ាចង់ទៅពេញវិញកោះកុងគាត់ទៅតាមពីពេលដែលទៅហ្នឹងគាត់តាមដានទុនខ្លួនទាំងអស់ព្រោះតដងយើងគ្រាគាត់ដើរជើងជាហៀងបានតែពេលទៅគឺអ្វីនេះទាំងអស់ខ្ញុំក៏ចូលអុចធុកឡើងលោកយាយម៉ៅព្រោះលើនៅកោះកុងមិនដល់នេះខ្ញុំជួបលោកយាយខ្ញុំទៅអុចធុកខ្ញុំប្រាប់លោកយាយមកលោកយាយបើប៉ះសិនប៉ាខ្ញុំទៅសូមឲ្យគាត់ទៅកុំឲ្យមានការឈឺចាប់តែបើគាត់មួយរស់រៀនមានជីវិតវិញសូមឲ្យគាត់ដើរទៅលេងសប្បាយមកវិញយើងព្យាបាលគាត់មានជីវិតមើលឃើញកូនចៅពេលមកវិញគឺនេះតែចាប់ដើមចូលពេកគាត់លេងទាំងខ្លួនអ្វីទាំងអស់គាត់មើលឃើញតែគាត់និយាយការរយៈពេលដែលព្យាបាលមានពេល3ថ្ងៃដែរតែគាត់ទៅចាត់ទុកថាគាត់មានបនវិញដោយសារហេតុអីអ្នកខ្លះពេលដែលគាត់ចាស់ជរាឈឺកាត់អីចឹងទៅពិបាកដល់កូនចៅរយៈពេលយូរខែឆ្នាំដូចថារ៉ាំរ៉ៃណាប៉ុន្តែគាត់អត់បានណូតូមនិញដែលឲ្យក្រុមគ្រួសារពិបាកមើលថែទេបានថាបើយើងគិតតាមធម៌ពុទ្ធគឺអាចនិយាយបានថាមានបនដែរអ្នកដែលឈឺតាមរយៈជំងឺអីចឹងទៅមានបនដោយសារមានកូនចៅឃើញកូនចៅអាចខ្ញុំមានចំណុចវិជ្ជមានវិជ្ជមានផងបើរត់និយាយតាក់ទងនឹងគាត់មានបនអូខេគាត់សប្បាយចិត្តឃើញកូនចៅមានរូបលាស់អីចឹងទៅឃើញកូនចៅអីចឹងទៅហើយប៉ាតែបខំខ្ញុំចំណិចចង់បានឃើញកូនឯងមានប្រពន្ធខ្ញុំនិយាយតាមពាក្យហ្នឹងខ្ញុំថាប៉ាប្រពន្ធខ្ញុំមានប្តីនិយាយគាត់សោយមានប្តីឥឡូវកូនភាសាបែក3 4នេះបែកស្រឡាញ់មួយណាស្រឡាញ់កូនហេងជាងគេតែខ្ញុំកំពុងរញ៉ាំបែកបាក់គ្នាអញ្ចឹងស្រឡាញ់កូនហេងនឹងជាងគេព្រោះកូនហេងនឹងស្មាតតួអត់ខ្ពើមអាចនោមគាត់លៀងគូតលៀងអីដូចខ្ញុំមួយកូនជាងអត់ខ្ពើមអាចនោមទេសម្រាប់សង្សារខ្ញុំមួយត្រូវគាត់ជប់អាចអីចឹងធម្មតាយកដៃអីចឹងលៀងអាចនោមអត់ខ្ពើមអ្វីទាំងអស់ដោះថ្មីដោះអីងូតទឹកអីចឹងដោះផ្លោកដោះអីចឹងប្រដាប់អីចឹងខ្ញុំថាអូយប៉ាបានកូននឹងស្រឡាញ់កូននឹងកូនភាសានឹងក្បាលគិតទៅមកដល់ណាជាមនុស្សដែលសំណាងដែរទាំងឪពុកទាំងម្ដាយហាក់ដូចជាមិនបានរើសអើងជាមួយនឹងភេទរបស់យើងដូចជាមិនជាបញ្ហាអីទេក្នុងចំណុចហ្នឹងប៉ុន្តែគាត់ថាបើនិយាយពីមុនមកពួកយើងដឹងស្រាប់ហើយបើចំនួនទីមិនមែនពួកយើងតែយើងស្រីខ្ញុំនិយាយថាពួកយើងជាភេទទី3គ្មានឪពុកម្ដាយណាដែលកូនយើងមើលទៅប្រុសពេញលក្ខណៈបើថាកូននោះវាប្រុសចេញមកតែងស្រីស្អាតទៅអីទៅបើខ្ញុំតែងស្រីម្ដងមកដូចទូគោមអញ្ចឹងវាលំបាកអញ្ចឹងពេលខ្លះទៅគាត់ចេះប្រកបហើយល្មមតាបើថាប្រុសទៅវាមិនបានសំប្រកបហើយល្មមយកប្រពន្ធមានកូនមានចៅខ្ញុំថាមើលបើមានកូនមានចៅប៉ះកូននោះវាសំប្រកបវាមិនអីទេចុះប៉ះកូនវាអត់សំប្រកបវិញបាច់ទេខ្ញុំចង់បានជីវិតបែបនេះវាសុបាយចិត្តជាងបើសួរតាមត្រង់មើលបើសិនជាចាប់គូទៅជាមួយនឹងមនុស្សស្រីមានអារម្មណ៍ផ្លូវភេទពិតប្រកបមានដែរឬក៏អត់មិនមានមិត្តភក្តិពេលខ្លះតែលេងនៅស្រុកគេនៅចិត្តប្រទេសចិត្តខាងដែរអញ្ចឹងណាលេខរោបអីជូនកាលហ្នឹងអ្នកសិល្បៈល្បីផងដល់ពេលព្រលឹមឡើងរោបនឹងក្បាលរបស់ឃើញទាំងអស់ជេរឲ្យទីព្រលឹមឡើងនៅតែអត់មានអារម្មណ៍វាអត់មានអារម្មណ៍តើអសោះទោះបីជាថាព្យាយាមមិនក៏ដោយណាតែសំណួរមួយហ្នឹងមិនមែនគិតថាអញ្ចេះវាមិនមែនថាមិនគិតចង់សាកទេវាគិតចង់សាកតែទៅតែអៀខ្លួន
វានៅតែអៀន តែរួចហ៎ យេបងប្អូន សួរបានសាក់ហើយនៅម្ដងហើយនៅ នឹងបងចង់បកស្រាយចំណុចហ្នឹងដែរបងប្អូនក៏ជិះនិយាយខ្ញុំមិនជឿថាអាយុពីហ្នឹងរហូតដល់44ឆ្នាំហ្នឹងមកដណ្ដើមដៃរត់ដេញមិនស្អីម្ដងខ្ញុំមាននិយាយម្ដងថាម្ដងក៏ខ្ញុំដែរបានដេញមិនស្អីម្ដងយេ ចាប់កណាត់កើតជាមកធំដឹងក្តីមកគឺស្រឡាញ់ប្រុសយកតែម្ដង វាមានអារម្មណ៍ជាមួយប្រុសតាំងពីដើមពីកំណើតតែម្ដងហើយមើលមនុស្សស្រីហ្នឹងបានកេងជាមួយខ្ញុំវិញខ្ញុំថាមនុស្សស្រីហ្នឹងសំណាងរៀបចាប់ទៅវ័នពើវត្តហើយស្រួយទឹកហើយ អ្វីវិញ វាចន្ទ្រៃឲ្យកម្ម អើយអត់ទេពេលលេងសើចទេមនុស្សស្រីណាដែលមិនចង់បានសេចក្តីសុខតែយើងមិនអាចផ្ដល់សេចក្តីសុខឲ្យគាត់បានអញ្ចឹងយើងបានគិតថាទោះយើងយកគាត់មកដើម្បីជាលក្ខណៈមួយប្រឡាប់អារម្មណ៍យើងយកគាត់មកដើម្បីបង្ហាញនៅក្នុងគ្រួសាររបស់បងប្អូនក៏ឲ្យមានការគាត់រើសអើងអញ្ចឹងណាក្នុងលក្ខណៈមួយយើងយកគាត់មកដើម្បីបំពេញតួនាទីក្នុងនាមជាកូនប្រុសតែយើងសួរទៅបកត្រឡប់មកវិញតែយើងផ្ដល់សេចក្តីសុខឲ្យគាត់អត់បើយើងយកគាត់មកយើងលូតមានប្រុសដដែលហ្នឹង និយាយថាខ្ញុំមានមិត្តភក្តិម្នាក់ ចា មានប្រពន្ធហើយតែគាត់នឹងមានប្រុសតែយើងដឹងតែគាត់នេះតែយើងមិនណាទៅប្រាប់ប្រពន្ធគាត់ថាដល់ប្តី យើងចិត្តតែសម្រួលទៅដើម្បីឲ្យគេសុខសេមសានជាមួយនឹងគ្នាចា រហូតដល់យូរទៅជាប្រពន្ធជាចាប់បានហើយទៅជាលក្ខណៈហ្នឹងពូម៉ាក់ហ្នឹងដូចថាមានប្រពន្ធហើយពូម៉ាក់ហ្នឹងវាមានប្តីមួយទៀតហើយជឿពេលខ្លះទៅមកអីខ្ញុំពិបាកទទួលយកអាហ្នឹងវិញខ្ញុំមានអារម្មណ៍មួយថាធ្វើបាបចិត្តគេខ្លាំងណា យេប៉ុន្តែពេលទៅជាមនុស្សខ្ញុំអត់សួរគាត់ដែរថាអីទេបងស្វាមអស់ហើយប៉ុន្តែពេលខ្លះទៅអារូបភាពអាគាត់ហ្នឹងវាព្រមនៅជាមួយគ្នា3នាក់ 3នាក់ទៀត យេ អូបានថាផ្លូវចិត្តគេទទួលយក យ៉ាទទួលយកបានដល់ពេលបើគាត់ទទួលយកបានអញ្ចឹងខ្ញុំគិតថាមនុស្សស្រីនឹងសំណាងវិញហើយម្នាក់ប្តីហ្នឹងក៏សំណាងដែរហើយម្នាក់ដែលមួយទៀតចូលមកលក្ខណៈមួយគេថានេះអ្នកទី3ហ្នឹងក៏មានអារម្មណ៍មួយថាអូគេនៅជាមួយគ្នាហើយគេចេះរួមដំណេកជាមួយគ្នា3នាក់ហ្នឹងទៀត ខ្ញុំសួរ3នាក់មែនដល់ពេលខ្ញុំថាអូហើយនេះមិនមែនគេថាសំណាងទេបើនិយាយថាប្រពន្ធមុនដំបូងគេថាទទួលយកបានតែបើយូរគេទទួលយកបានគេបែរជាលក្ខណៈរស់ស៊ីមួយគ្នាគេសប្បាយមួយគ្នាខ្ញុំថា គេចូលចិត្តគ្នាទៅវិញ យេខ្ញុំមានអារម្មណ៍ថាខ្ញុំចំណាយ3នាក់យើងខ្ញុំមិនមានអញ្ចឹងវិញខ្ញុំគិតអញ្ចឹងដែរខ្ញុំគិតថាទេអញមិនមានអញ្ចឹងវិញតែគេព្រមទទួលយកអញអត់ហើយនៅពេលដែលអញយកប្រុសមកតែវាយ៉ាងម៉េចដែរហើយខាងនេះគេព្រមទទួលអត់ហើយតបមកយើងលក្ខណៈមួយអញ្ចឹងជាមួយគ្នា តែខ្ញុំមានអារម្មណ៍ថាធ្វើអាការនេះធ្វើអញ្ចឹងបើគេអត់ព្រមទទួលវាស្មើនឹងបំផ្លាញទឹកចិត្តគេបំផ្លាញនូវសេចក្តីសុខគេវាបាបដែរក្នុងចំណុចហ្នឹង និយាយរួមទៅបើនិយាយជាភាសាអង់គ្លេសទៅវាមាន LGBT មែនទេ lesbian G gay ប្រភេទរបស់ម៉ាដាណាចូល gay ហើយមែនទេវាអាចទៅស្រឡាញ់ស្រីបានដែរបានតែប្រុសដូចគ្នាចាមួយទៀត transgender អ្នកកែភេទណាមួយទៀត bisexual បានថាប្រុសក៏បានស្រីក៏បានថាគាត់មានអារម្មណ៍ផ្លូវភេទទាំងពីរយ៉ាងបើសម្រាប់នៅអឺរ៉ុបនៅអីហ្នឹងគឺគេស៊ាំហើយគេដែររើសអើងជាមួយនឹងដូចថាមនុស្សប្រុសដែលធ្លាប់ស្រឡាញ់ភេទដូចគ្នាហើយមកការជាមួយមនុស្សស្រីគេក៏មានរើសអើងដែរឬក៏គេធ្លាប់ស្រឡាញ់ស្រីដូចគ្នាគេមកការមួយមនុស្សប្រុសគេរើសអើងដែរព្រោះវាជារឿងធម្មជាតិគេអត់ដែរខ្វល់រឿងហ្នឹងទេប៉ុន្តែគ្រាន់ថាប្រពៃណីវប្បធម៌នៃប្រទេសនីមួយៗទំនៀមទម្លាប់គឺវាមានការបែងចែកខុសៗគ្នាអញ្ចឹងប្រទេសយើងគឺការគិតរៀងប្រពៃណីបន្តិចបុរាណបន្តិចមិនមែនថាមិនទាន់សម័យទេប៉ុន្តែវាមិនអាចលុបចោលនៅប្រពៃណីវប្បធម៌របស់យើងបានអរិយធម៌របស់យើងគឺថាអរិយធម៌ដោយសុភាពលំទុំវិសាអញ្ចឹងវាលំបាកណាស់អ្វីមួយដែលយើងធ្វើក៏ដោយគឺថាស្រីដែលសុពុតក្នុងខ្នត់ដែរចាបាទតែលេខខបន្តិចយើងដឹងគឺថាខាងក្រសួងតែងតែតាក់ទងមកជា ចា តែពេលអត់មានអារម្មណ៍មួយមនុស្សស្រីអញ្ចឹងហើយប៉ាគាត់ធ្លាប់បខំលេងបានចុះម៉ាក់ក៏នៅគាត់និយាយដដែលទៅមួយស្រីរួចអត់តែគាត់នៅតែនិយាយថាស្រាប់តែចិត្តឯងឲ្យទៅសុបាយចិត្តម្ដាយនៅឪពុកនិងម្ដាយបងប្អូនអរគ្នាត្រូវចាំឲ្យច្បាស់អាក្រក់ឬល្អបខំប៉ុណ្ណាក៏ដោយគាត់បាននិយាយតែគាត់មិនអាចបខំឲ្យកូនទេអញ្ចឹងណាពេលខ្លះគាត់សុខចិត្តលំបាកចិត្តខ្លួនឯងអញ្ចឹងអ្វីខ្លះយើងអាចទៅយល់ពីខ្លួនអារម្មណ៍គាត់ខ្លះក៏វាល្អប៉ុន្តែក៏យើងមិនបាច់បខំចិត្តខ្លួនឯងទាំងបំពេញមួយថាបើយើងយកទៅដល់គ្មានផ្ដល់សេចក្តីសុខឲ្យគេក៏យើងប្រាប់គាត់ថងទៅតែឪពុកម្ដាយក៏ចង់ឲ្យកូនមានសេចក្តីសុខដែរតែធ្វើអ្វីក៏ដោយកុំឲ្យគេដើរនៅអ្វីដែលជាការខុសពីសង្គមនៃសង្គមទទួលស្គាល់កន្លងមកមានមនុស្សស្រីសុំស្រឡាញ់ទេមានច្រើនទាំងដឹងថាខ្លួនឯងហេកប់លហេកលហាចសំដីជេកចាច់ដូចសេះអញ្ចឹងស្រីកាន់តែស្រឡាញ់ដឹងពីគាត់ចង់បានអ្វីពីខ្ញុំបាត់ទៅហើយពួកយើងក៏អាសាចិញ្ចោសុខក្រៅដែរមិនមែនយើងមកអាសាចិញ្ចោទេយើងអាសាចិញ្ចោយើងដឹងថាគាត់ចង់បានអ្វីពីយើងតែយើងនឹកឃើញថាចេះបើទៅទាំងកុហកខ្លួនឯងតើប្រើប្រាស់បានអត់
សាមញ្ញនឹងមួយ ចា តែយើងប្រើប្រាស់នឹងបានអត់បើគាត់ចង់បានសេចក្តីសុខធម្មតាយើងដឹងស្រាប់ហើយមិនមែនថាចាំពេលនេះទេចង់បីនៅស្រុកខ្មែរក៏យើងមានដែរអ្នកខ្លះស្រីៗគាត់ឆាតមកបងឲ្យតែងប្រុសសង្ហាបងបងឲ្យធ្វើប្រុសខ្ញុំសុំស្រឡាញ់បងឯងបើស្រឡាញ់ស្រីខ្ញុំសុំជាមនុស្សទី1ខ្ញុំនិយាយថាអូនហើយបងតើរួចមែនតែអរគុណច្រើនដែលអូនបងព្រមជ្រើសរើសបងក្នុងនាមអូនឯងដឹងឮថាបងជាភេទទី3ចាតែបងមិនអាចផ្ដល់សេចក្តីសុខអូនឯងបានអាចត្រូវការដែរមនុស្សស្រីតែយកមកបោះជូតផ្ទះបោកអាវឲ្យមិនអាចដែរយកមកក្រងសក់ឬមកឲ្យត្រូវជាពួកយើងចេះធ្វើអញ្ចឹងដែរយើងមិនអាចយកមកតម្រូវគាត់អញ្ចឹងទេតែថាយកមកខ្ញុំចូលចិត្តណាចូលចិត្តឃើញមុខអីទឿនតិចទឿនចាទឿនភ្នែកហើយធន់ទឿនខ្ញុំចូលចិត្តបើស្រឡាញ់កូនបើខ្ញុំនៅជាមួយគ្នាប្រវត្តិដូចគ្នាក៏នឹងស្រឡាញ់កូនស្រីដែរចង់បានកូនស្រីកូនកាត់ហើយខ្ញុំបដោះកូនស្រីខ្ញុំបានតាំងចិត្តមកត្រូវតែល្បីហើយស្ទើរអីអញថែមនឹងហើយស្ទើរច្រមុះអញមកថែមច្រមុះហើយស្ទើរភ្នែកមកថែមភ្នែកហើយស្ទើរចកាមកថែមចកាកាត់ហើយស្រាប់ហើយទោះថាកូននោះកាត់មកមនុស្សស្រីគ្រប់រូបវាមិនស្អាតបានទាំងអស់ហើយថាតែសម័យនេះសម័យបច្ចេកវិទ្យាជឿនលឿនខ្វះអីថែមនឹងកុំខ្វាយខ្វល់យេសំខាន់បំផុតបំពេញទូនីតិខ្លួនឯងដើម្បីខ្លួនឯងស្រឡាញ់កុំឲ្យកំដៅនៅខុសនៅដែរថាកន្លងនៅសង្គមគេសង្គមនៅទូស្គាល់គឺចប់ធ្លាប់ខូចចិត្តប្រហែល100ដងហើយវាអញនិយាយថាកុំយក100ដងយើងនិយាយទៅពាក្យហ្នឹងគាត់ស្ដាប់ពេកចាយើងនិយាយថារាប់ភ្លើតែម្ដងចាចេះខូចចិត្តដែរឬក៏យ៉ាងម៉េចព្រោះជួយមនុស្សជួយចិត្តសើចសប្បាយនិយាយញាប់ដូចសេះអញ្ចឹងប៉ុន្តែហេតុអីបានចេះខូចចិត្តដូចគេដូចឯងដែរមនុស្សស្ទើរតែមានបេះដូងខួរក្បាលបង្កើតចិត្តអារម្មណ៍ដូចគ្នាទាំងស្រីទាំងប្រុសទាំងភ័យទី3មានដូចគ្នាគាត់ថាតើការខូចចិត្តនេះគួរតែបង្ហាញទៅលើ social media បង្ហាញនៅគេមើលឃើញមើលជ្រុងណាបាទឬក៏យ៉ាងម៉េចតែការបង្ហាញរបស់យើងគឺដើម្បីអ្វីតែសម្រាប់ខ្ញុំអាចគិតថាពេលខ្លះទៅវាមនុស្សប្រើអារម្មណ៍ដូចគ្នាហ្នឹងខ្ញុំអាចនិយាយថាដាក់ខ្លួនឯងថាចេះបែរទៅត្រូវកម្មមិនបង្ហាញអីទេអត់ទេមនុស្សសិតតែមានអារម្មណ៍មួយពេលខ្លះទៅសេតស្មុកអីចឹងបោះចោលមួយលេងប៉ុន្តែក៏មិនមែនជាការសេតរត់ឆ្ងាយដោយមីឆាលីឡែនណាបាទបើមួយខ្លែងហ្នឹងមួយនិយាយរួមនេះយើងច្រកអន់បាទវាឲ្យទៅទឹះអីខុសអីវាបរោះត្រាមកក៏ពេលវេលាហើយគេវាអស់ងារតាខ្ញុំទៅនឹងចង់ជួបវាហ្នឹងតែខ្ញុំមិនជាបចោវាតែមាននឹងនិយាយរួមទៅឲ្យតែវាខឹងអីស្អីមួយគឺបរោះសេតក៏ពេលវេលាវាអស់ងារតែនឹងមានតែខ្ញុំមួយឲ្យគេទៅរកអានវាតែសុខខ្ចីលុយវានៅសារហើយវានៅសុខក្រៅក្នុងនាមយើងជាមនុស្សប្រុសដែលស្រឡាញ់ភេទប្រុសដូចគ្នាមនុស្សប្រុសចរិតលក្ខណៈបែបណាដែលយើងស្រឡាញ់សាច់ឈាមបែបណាដែលយើងស្រឡាញ់ឬក៏អត់រើសមុខបាទបើនិយាយពីមុន live វិញឃើញតែប្រុសស្អាតគឺមិនបានទេបាទរឹងមុនប្រុសហើយប៉ុន្តែដោយសារយើងចេះវត្តទៅក្រោយហើយតែកស៊ូវត្តហើយបិទបងស្អិតទៀតហើយមើលមិនកុំឃើញណាអញ្ចឹងប៉ុន្តែបើយើងនិយាយចាប់ដើមពីនោះយើងគិតថាធម្មតាយើងយកស្អាតពេកក៏មិនមែនជាគូយើងហើយណាមួយយើងនៅគណៈស្រីនៅលបាក់ចិត្តនៅគេប្រុសរត់ចោលនៅស្អាតប៉ុណ្ណាក៏ដែរនៅប្រុសមានថ្មីចិត្តគ្រាន់តែយើងជាភេទទី3ស្រឡាញ់ប្រុសម្នាក់ហ្នឹងយើងនៅគណៈយើងចង់អួតគេមានអូហើយឲ្យតែគេបានប្រសាតិចជួមនុស្សភេទទី3ឆាប់ជួរឿងចាអូហើយបានសងសារស្អាតហើយខ្ញុំអត់តែសងសារចេញមកគាត់ក៏យកប្រុសស្អាតអញ្ចឹងពេលខ្លះយើងជាភេទទី3ស្រីនិងប្រុសយ៉ាងម៉េចយើងដឹងស្រាប់ហើយនៅប្រុសហ្នឹងស្អាតប៉ុណ្ណាក៏ដែរយើងអីនេះនៅតែមានប្រពន្ធស្អាតប៉ុណ្ណាក៏ដែរនៅលួចឆ្មក់ចូលយើងជាភេទទី3ទៀតពាក្យហ្នឹងវាដដែលសម្រាប់ភេទទី3គ្រប់រូបហើយប៉ុន្តែបើយើងបកត្រឡប់មកវិញដែលយើងគិតថាអូខេបើយើងស្រឡាញ់គាត់ថាមកពេលដែលយើងជួយបដោះគាត់តែកំដាក់ចិត្តកាយគឺខ្លាចយើងចង់ក្រោយយើងអ្នកដែលឈឺបំផុតយើងបានទៅត្រឹមអួតបង្ហាញផងគេតាបានអ្វីមកវិញតាបុគ្គលម្នាក់ហ្នឹងគេស្រឡាញ់យើងមើលលើឃើញទៅលើអ្វីមកចំណោមប្រុសដែលខ្ញុំបានរួមគ្នាជាស្វាជាប្តីប្រពន្ធដែលនិយាយថាប្តីប្រពន្ធទូថាការជាសង្សារជាមួយគ្នាខ្ញុំមានដល់ឥឡូវនេះ6នាក់បាទបើស្ដាប់ទៅងាប់ទៅ6នាក់ក្នុងម្នាក់ប្រហែលឆ្នាំអ្នកខ្លះ2ឆ្នាំអ្នកខ្លះបាន1ឆ្នាំអ្នកខ្លះ5ឆ្នាំអ្នកខ្លះ3ឆ្នាំអ្នកខ្លះហេងយូរជាងគេហេងហ្នឹងគឺយូរជាងគេហើយតែហេងហ្នឹងក៏វាល្អជាងគេដែរវាមានចំណុចល្អច្រើនតែចំណុចបំផុតគាត់វាមានតិចតួចក៏ប៉ុន្តែពេលខ្លះតិចតួចហ្នឹងលំបាកកែតម្រូវវាអាចថាគាត់ដើរនៅកន្លងយើងបើថាពេលខ្លះវាតិចតួចតែជាភាពដដែលបាទវាដដែលធ្វើឲ្យយើងបញ្ហាប៉ះពាល់ទៅជាការមិនចុះសម្រុងដូចចានក្នុងរាវរាល់ថ្ងៃអញ្ចឹងយើងវិលត្រឡប់មកក្រោយវិញបើយើងនិយាយថាស្រឡាញ់មនុស្សប្រុសបាច់យកស្អាតពេកទេបើបុគ្គលម្នាក់មកសំរុំយើងអាចកែតម្រូវគាត់បានហើយគាត់ស្រឡាញ់យើងហើយការស្រឡាញ់នេះគាត់ដូចបានបញ្ជាក់ពុកម៉ែបងប្អូនជាពិសេសសម្រាប់បងប្អូនដែលជាភេទទី3ដូចគ្នាដែលគាត់តែងជាស្រីផងឬក៏គាត់តែងជាប្រុសប៉ុន្តែចរិតគាត់ជាស្រីឬក៏គាត់លាក់អារម្មណ៍ផងគាត់ដើម្បីឲ្យគ្រួសារគាត់ដឹងអ្វីៗក៏ដោយការស្រឡាញ់ជាមួយគ្នាមិនបាច់ចង់យកស្អាតពេកទេប៉ុន្តែនៅពេលដែលយើងដឹងចិត្តគ្នាអាចិត្តនឹងមួយអាដឹងនឹងវាល្អលើសពីស្អាតដែលយើងឃើញរូបភាពគាត់ស្អាតចារូបដែលយើងស្រឡាញ់នឹងគឺជារូបភាពរបស់គាត់ក្នុងន័យមួយដូចថា
រូបភាពគាត់សម្រាប់គាត់មិនបានទេប៉ុន្តែរូបភាពរបស់គាត់យើងអាចក្នុងចិត្តរបស់យើងស្រឡាញ់លើសពីសម្រាប់ទៀតដោយសារចិត្តគាត់អញ្ចឹងខ្ញុំគិតថាអ្វីដែលខ្ញុំនិយាយហ្នឹងថាបាច់យកមនុស្សផងស្អាតពេកព្រោះយើងជាភេទទី3បើគេស្រឡាញ់យើងពិតប្រកបមែនហើយកុំសិក្សាគេមួយខែពីរខែមួយឆ្នាំពីរឆ្នាំយើងត្រូវមើលលើចរិតគេកាយវិការគេសម្ដីគេនៅរបៀបរបស់គេអ្វីៗដែរគឺថាចាំមើលបំណន់របស់គាត់តើយើងអាចគិតថាជួយម្នាក់ហ្នឹងឬក៏អាចយើងយកខ្លួនជីវិតយើងអាចនៅក្នុងជីវិតគេដើម្បីថែសារគ្នាបានជីវិតស្នេហាលំបាកមើលឃើញណាជួនកាលខ្លះ10ឆ្នាំជាង20ឆ្នាំជាងនៅគ្នានៅពេលបាច់បាក់គ្នាផងអញ្ចឹងយើងអាចគិតថាអូយ1ឆ្នាំ2ឆ្នាំយើងបាច់ប្រាប់គ្នាតែខ្ញុំនៅ1ឆ្នាំ1ឆ្នាំ2ឆ្នាំមួយគ្នាមិនគួរឲ្យបែកគ្នាសោះចឹងអ្នកខ្លះនៅមួយគ្នាជាង10ឆ្នាំ20ឆ្នាំនៅបែកគ្នាផងខូចចិត្តបំផុតនៅពេលណាបរោះមួយណាដូចវាលបាដែរទៅឆ្លាញ់មួយណាដាក់អារម្មណ៍ឆ្លាញ់បុគ្គលម្នាក់ហ្នឹងឲ្យជួយអស់ពីដៃពីជើងគ្រប់ពេលដែលខូចចិត្តពេលបែកបាក់ដបងគឺខូចចិត្តទាំងអស់គ្រប់តែមិននេះតែម្ដងអត់រៀងវាដូចជានេះដូចជាអត់ញ៉ិនវាប៉ុន្តែនេះពាក្យក្រោយនេះហេងបានបរិញ្ញាខ្ញុំច្រើនវាហេងគាត់បានបរិញ្ញាខ្ញុំច្រើនវាទៅជាថាបើយកអ្នកផ្សេងចាប់ដើមស្រឡាញ់ខ្លួនឯងវិញបដកក្តីស្រឡាញ់គេត្រឹម 50% ទុកខ្លួនឯង 50% សម្រាប់ទប់ទល់ផ្លូវចិត្តហេងក៏ខ្ញុំមានអារម្មណ៍មួយថាខ្ញុំនិយាយនឹងរត់អីជឿអត់ទេជឿថាពេលខ្លះហេងក៏ខ្ញុំធ្លាប់បាក់ទឹកចិត្តខ្លាំងដែរពេលហ្នឹងគាត់បែកពីខ្ញុំទៅមានស្រីវាមានសង្សារស្រីតបទៀតហ្នឹងមានពេលហ្នឹងមានប្អូនគេប្រាប់ថាបងមិនបាច់គិតគាត់ទៀតទេអូព្រោះពេលហ្នឹងខ្ញុំព្យាយាមមួយគាត់និយាយមួយគាត់3 4ដងហើយតែចុងក្រោយគាត់បានលើខ្ញុំក្តាប់តែមួយផុតសោះដោយសារយើងជាបិសាចកញ្ជ្រោងជាការប៉ັດតែម្ដងគុណច្រើនចំពោះពីឌីបន្ថែមអញ្ចឹងពេលខ្លះអាពេលហ្នឹងមួយដែលខ្ញុំលំបាកចិត្តបំផុតពេលខ្ញុំដឹងហើយគឺជាពេលមួយដែលខ្ញុំមានពូម៉ាក់ម្នាក់សឹមសារ៉ាមភូមិខ្ញុំទៅគាត់ពីពេលហ្នឹងអញនិយាយថាយើងនៅដើរចិត្តដូចគ្នាគាត់ឃើញរូបភាពខ្ញុំគឺដើរលេខខោសង្ឃថាខោតំណប់ដើរ3តុក្កតាទៅក្រោយផ្សារដើរវាអត់ដឹងខ្លួនឯងថាខ្លួនឯងកំពុងលាបពាក់កៅអត់ដើរ3តុក្កតាអត់គេថាមនុស្សអត់មានស្មារតីនៅក្នុងខ្លួនជាចំណុចមួយខ្ញុំធ្លាប់ប្រាប់ហេងដែរថាចំណុចហ្នឹងហើយដល់ពេលបន្ទាប់ពីនោះទៅតាំងពីពេលហ្នឹងមកមិនដឹងមិនទេកាលនេះនឹងត្រូវគ្នារសារស្អីវិញទេឥឡូវខ្ញុំសួរអារម្មណ៍មួយតាមត្រង់ធម្មតាយើងជាភេទទី3យើងអត់ចង់ឲ្យដៃគូយើងទៅស្រឡាញ់អ្នកណាមែនទេជាការពិតរវាងគាត់ទៅក្បត់យើងទៅយកមនុស្សប្រុសនិងក្បត់យើងទៅយកមនុស្សស្រីមួយណាឈឺចាប់ជាងពាក្យតែក្បត់គឺឈឺចាប់ទាំងពីរប៉ុន្តែធម្មតាទេក្នុងការឈឺចាប់របស់យើងនោះខ្ញុំគិតថាចំណុចហ្នឹងវាអាចនិយាយថាវាអត់មានលើមានក្រោមទេព្រោះដោយសារពាក្យតែក្បត់មួយយើងមិនចង់ឲ្យអ្នកណាគេយកបេះដូងរបស់យើងដែលគេនៅជាមួយគ្នាយកទៅឲ្យទៅចំណែកបេះដូងមួយទៀតទៅអ្នកផ្សេងមិនថាព្រមមិនថាស្រីវាឈឺដូចគ្នាប៉ុន្តែខ្ញុំធ្លាប់ឮមានពួកមួយថាចេះបើសិនជាខ្ញុំជាប្រុសស្រឡាញ់គ្នាប្រុសបើទៅក្បត់យកប្រុសខ្ញុំអត់ឈឺទេតែពេលដែលយកស្រីខ្ញុំឈឺហើយដូចគ្នាអ្នកដែលប្រពន្ធដែលនាងខ្ញុំធ្លាប់ស្គាល់កន្លងមកនៅពេលដែលប្តីគាត់ទៅយកប្រុសក៏គាត់និយាយចឹងដូចគ្នាដែរបើទៅយកស្រីក៏អត់សូវឈឺទេប៉ុន្តែពេលដែលយកប្រុសគាត់ឈឺវាបែបហ្នឹងពាក្យហ្នឹងគឺវាតែងតែមានគ្រប់មិនថាព្រមមិនថាស្រីគាត់និយាយពាក្យហ្នឹងភេទទី3គាត់និយាយប៉ុន្តែបើសម្រាប់ខ្ញុំនេះវាជាអារម្មណ៍របស់ខ្ញុំពាក្យតែក្បត់ទៅមានអ្នកផ្សេងមិនថាព្រមមិនថាស្រីវាជាអារម្មណ៍ឈឺដូចគ្នាគាត់ថាបើជាអារម្មណ៍ស្រីបើគាត់ជាមនុស្សប្រុសអនាគតរបស់គាត់គ្រួសាររបស់គាត់បើយើងគិតថាយើងអាចប្រឡែងទៅគាត់បានដោយសារទីមួយទូយើងគាត់នៅជាខ្លួនប្រាណដែលយើងអាចដេករួមនៅជាមួយគ្នាតែចិត្តគាត់នៅមនុស្សស្រីហើយតែយើងបកកឈឺប៉ុណ្ណាទៀតពេលខ្លះត្រូវរៀនអានេះអញនិយាយថាវាជាការបង្រៀនចិត្តគ្រប់មនុស្សមិនថាភេទទី3ប្រុសហើយនិងស្រីចំពោះបុគ្គលម្នាក់ប្តីប្រពន្ធនៅជាមួយគ្នាយ៉ាងម៉េចតែចំណែកនៅពេលនោះនៅពេលដែលយើងចាប់ដើមគាត់មានមនុស្សស្រីម្នាក់ទេខ្ញុំនិយាយឧទាហរណ៍មនុស្សប្រុសយើងគាត់បាននៅជាមួយគ្នាឃើញរូបភាពគាត់ប៉ុន្តែបើគាត់អារបៀបចេញមកចរិតតលេងតកេងជាមួយយើងមិនសូវខ្វាយខ្វល់មួយយើងខ្ញុំសួរដូចឆោតចោះចាប់បាច់យកគាត់មកនៅឈឺចិត្តទ្រាំទ្រូងឆ្លោះប្រកែកគ្នាធ្វើអីប្រឡែងរក្សាចិត្តខ្លួនឯងជាផ្សេងផ្លូវចិត្តអានឹងសម្រាប់មនុស្សស្រីអញ្ចឹងណាភេទទី3ក៏ដូចគ្នាដែរនៅពេលដែលចាប់ដើមយើងស្រឡាញ់មនុស្សប្រុសយើងគូគាត់អញ្ចឹងមនុស្សប្រុសហ្នឹងតើគេរកអនាគតខ្លួនឯងអត់តែបើគេស្រឡាញ់យើងតើគេស្រឡាញ់លើភេទទី3ហ្នឹងស្រឡាញ់ដោយសារគាត់ហ្នឹងជារូបសម្រស់ឬក៏ស្រឡាញ់នឹងដោយសារគាត់មានបានបើស្រឡាញ់ដោយសារមានបានវាមានភាពយូរអង្វែងបើស្រឡាញ់ទៅលើរូបសម្រស់ខ្ញុំក៏អត់ជឿព្រោះមិនខ្វះទេនៅពេលមនុស្សប្រុសម្នាក់ហ្នឹងទៅជួបមនុស្សផ្សេងដែលគេសម្រស់ស្អាតឯមលួយជាងយើងចេះបណិបណៈវាគុំតែមានការបែកឆ្វេងអញ្ចឹងភេទទី3ត្រូវចាំចំណុចមួយថាចេះបើមនុស្សម្នាក់ហ្នឹងស្រឡាញ់យើងមិនមែនជារូបសម្រស់មិនមែនជាលក្ខណៈមួយទៅលើលុយកាក់ប៉ុន្តែការរស់នៅជាមួយគ្នាបែរជាគាត់មានចិត្តមួយថាចង់រស់ស៊ីនៅជាមួយគ្នាគាត់មានចិត្តជាមួយគ្នាគាត់ចេះ surprise គាត់ចេះយកចិត្តទុកដាក់
យើងអាចមើលសិក្សាបុគ្គលនឹងខ្ញុំជឿថាការរស់នៅជាមួយគ្នាមិនបាច់ចាំមួយឆ្នាំពីរឆ្នាំទេនៅតែមួយខែពីរខែយើងអាចដឹងថាបុគ្គលនឹងវាយ៉ាងម៉េចបាទ វាអត់សំខាន់ពេលវេលាតែព្យាយាមយល់ពីគ្នាអត់ ជាត្រឹមត្រូវ ពេលដែលនៅកាន់តែច្រើនឆ្នាំតែបើសិនជាមនុស្សអត់ព្យាយាមយល់ពីគ្នានៅតែឆ្ងាយពីគ្នាដដែលតែបើមនុស្សដាក់ចិត្តថាយល់ពីគ្នាទោះបីមួយថ្ងៃក៏គាត់មានអារម្មណ៍ថាគាត់ត្រូវគ្នាដែរ បាទតែយល់ពីគ្នាប៉ុណ្ណាក៏ដោយបើមានអ្នកទី3ការប៉និតប៉ណាក់មនុស្សយើងគុំតែបាយឆ្វេងខ្ញុំនិយាយពាក្យនឹងត្រូវដែរអត់ទូថាបុគ្គលនឹងប្តីខ្ញុំស្រឡាញ់ខ្ញុំណាស់អូប្រពន្ធខ្ញុំស្រឡាញ់ខ្ញុំណាស់ប៉ុន្តែបើបែរជាមានម្នាក់ផ្សេងនឹងមកជឿថាមហូបអាហារដែលយើងញ៉ាំរាល់ថ្ងៃយើងអត់តលន់ទេត្រូវតែតលន់ត្រូវទេណា ចា ត្រូវតែតែងចង់ភ្លុកហើយអញ្ចឹងមនុស្សផងមនុស្សស្រីដូចគ្នាដែរ វាជារឿងធម្មជាតិ បាទជារឿងធម្មជាតិប៉ុន្តែតើយើងអាច កែខៃទៅជាអី តែយើងអាចទាញគាត់មកវិញដោយសារអ្វីគួរតែទង្វើជេរបចោឆ្លោះឬក៏ដាក់គម្រាម ពេលដែលយើងចាប់បានគាត់មានអ្នកណាម្នាក់មិនថាជាភេទផ្ទុយឬក៏ភេទដូចយើង បាទ អារម្មណ៍នៅក្នុងចិត្តយើងខឹងបុគ្គលទី3ដែលមកជួយជីវិតគាត់ឬក៏យើងខឹងគាត់ដែលដើរទៅរកគេ អានឹងវិភាគត្រង់ចំណុចហ្នឹងបើវិភាគចំណុចហ្នឹងខ្ញុំអត់គិតថាអ្នកទី3មិនថាអ្នកណាក៏ដោយតែងតែមាននៅពេលខាងមុខតែយើងគួរតែបដោតទៅលើអ្នកទី3ឬក៏បដោតទៅលើជាមួយដៃគូយើងខ្ញុំឲ្យបងប្អូនចំណុចនេះគឺជារឿងល្អមួយបំផុតដែលបងប្អូនត្រូវគួរគិតពិចារណាអរគុណច្រើនជំនួសសំណួររបស់គ្នានេះដែរអ្វីក៏ដោយគឺផ្ដោតមកពីដៃគូកុំផ្ដោតទៅលើអ្នកទី3 ចាអ្នកទី3មិនខ្វះទេអ្នកដែលខ្លះមិនស្គាល់ខ្លួនការកុហកគេដឹងថាយើងមានសង្សារគឺជាប្រពន្ធផងអានឹងធម្មតាយើងមិនក៏បន្ទោសគាត់អ្នកខ្លះដឹងលឺហើយចង់ចំណាយចង់ដណ្ដើមចង់ឈ្នះនេះចង់សាកបងចង់យកអផុសគេវាឆ្ងាញ់ ថាវាបានអត់ អញ្ចឹងយើងកុំវាយប្រហារចំពោះបុគ្គលម្នាក់ហ្នឹងប៉ុន្តែយើងផ្ដោតទៅលើមនុស្សម្នាក់ដែលគឺរស់នៅជាមួយយើងវិញចាតែតែសង្កេតឃើញនៅក្នុង social media TikTok សារព័ត៌មានផ្សេងៗនៅពេលដែលប្រពន្ធដើមចាប់ប្តីខ្លួនឯងមានស្រីនៅក្នុងកន្លែងណាមួយឧទាហរណ៍ជាក់ស្ដែងនិយាយគាត់ស្ដាប់ទស្សនៈឬកន្លែងណាក៏ដោយគឺតែតែយកកាមេរ៉ាទៅថតមុខអ្នកទី3ហើយចោតតែគេទៅដើមប្តីខ្លួនទាំងតែប្តីខ្លួនក៏កំពុងនៅក្នុងនឹងដែរបើជាក់ស្ដែងតើអ្នកណាជាអ្នក9អ្នកណាប៉ັດប្រកាសធិតប៉ັດបើសិនជាមនុស្សម្នាក់ដែលគេហៅថាចេះថ្លឹងថ្លែងយើងត្រូវឲ្យខុសទាំងសងខាង50 តពុកមិនទៅភ្នៅមិនមកបើយើងមិនទៅរកគេក៏មិនមែនមករកយើងបានតទេដូចគ្នាដែរវាមានទៅវាមកបើសិនជាមនុស្សដែលចិត្តដែលមិនចង់ណាទោះបីជាគេព្យាយាមមកតាក់ទងយើងប្រមាណ100ដងក៏ដោយក៏យើងមិនទៅដែរអញ្ចឹងខ្ញុំសូមអាផ្ដាំផ្សានេះជូនទៅដល់បងសុភិតនារីបងប្អូនយុវតីដែលគាត់មានក្រុមគ្រួសារខ្ញុំយល់ថាក្តីស្រឡាញ់ជាអីឈឺចាប់ណាស់នៅពេលដែលគេមកដណ្ដើមរបស់ខ្លួនក៏ប៉ុន្តែសូមឲ្យវាមាន50លើប្តីយើងមាន50ទៅលើគេកុំដាក់កំហុសបុគ្គលណាម្នាក់ដោយចំពោះគ្រាន់តែយើងមានមនោចេតនាជាប្តីយើងចង់ថែរក្សាប្តីយើងខ្លាចបាត់បង់ប្តីយើងចាត្រឹមត្រូវដែរប៉ុន្តែបើយើងបើយើងបន្ថែមទៅទៀតនោះតែបើប្រសិនបុគ្គលម្នាក់ហ្នឹងបើយើងធ្លាប់ដឹងហើយថាគាត់ជាអ្នកដដើមមកវិញអញ្ចឹងណាពេលខ្លះគឺធម្មតាការនិយាយពមៀនដដែលវានៅតែលក់អាណាលួចឆ្មោះដដែលតែអាហ្នឹងឡាយក៏ឡាយសំអាហ្នឹងវាជារឿងដដែលបាទថាមិនកែតែបើសិនជារឿងមួយទៀតដែលយើងគិតថាបើគ្មានអ្នកណាមួយដែលចង់អញ្ចឹងទេហើយខ្ញុំឃើញពេលដែលគាត់មានរឿងអីគាត់យកអាភាពខឹងរបស់គាត់ណាទៅដោះស្រាយបញ្ហានៅពេលដែលយើងខឹងខ្លាំងដំណោះស្រាយវាអត់មានទេវាមានតែបង្កើនបញ្ហាឲ្យធំជាងមុនហើយមើលពេលដែលត្រឡប់ថយក្រោយឬក៏បន្តិចទៀតនោះចាប់ផ្ដើមស្ដាយក្រោយហើយគេនឹងអាចលើកពីរឿងចំណុចនោះទៅជារឿងលក្ខណៈឆ្លុះគ្នាព្រឹងទៀតពេលខាងវាមិនល្អដែរក្នុងចំណុចនេះវាជាចំណុចមួយដែលថារវាងក្តីស្រឡាញ់ពីថាក្តីស្រឡាញ់វាមិនបែងចែកភេទវាមិនបែងចែកបុគ្គលទេចានេះគឺជារឿងរ៉ាវតាក់ទងអំពីសេចក្តីស្នេហារបស់ម៉ាដូណាមួយសំណួរទៀតដែលខ្ញុំចង់សួរហេតុអីបានជាម៉ាដូណាពេលដែលស្រឡាញ់គ្នាជាមួយនរណាម្នាក់មិនតែងតែមានការលាក់បាំងចូលចិត្ត open ច្រើនជាងបុគ្គលណាទាំងអស់បាទពេលដែលបដាក៏បង្ហាញពេលដែលបែកក៏ប្រាប់បាទខ្ញុំជាមនុស្សមួយចូលចិត្ត sweet ទាំងដែលមកខ្លួនឯងគួរ sweet សោះជាការប៉ັດតែម្ដងសំទោសឌីទៀតតែខ្ញុំអរគុណច្រើនដែលប្រតិការនេះដែលអញ្ជើញសខ្មែរនេះដូចជាកម្មវិធីមិនមែនសខ្មែរកម្មវិធីឌីវិញអាចដូរបានល្អខ្ញុំចូលចិត្តបង្ហាញទីមួយដោយសារជាការបង្ហាញទីធ្វើអារម្មណ៍ខ្ញុំមានសប្បាយចិត្តទោះថាពេលខ្លះខ្ញុំដឹងថាពេលខាងមុខមនុស្សផងដែលខ្ញុំស្រឡាញ់ហ្នឹងខ្ញុំគិតថាវាមិនអាចទៅរួចយើងដឹងហើយតែខ្ញុំគិតថាការល្បាតចិត្តវាតែងតែមានជាបន្តដូចឥឡូវខ្ញុំលើកឧទាហរណ៍ទៅហេងមួយចុះតែប៉ះហេងក៏ជាមនុស្សចូលចិត្ត sweet ដែរនៅពេលដែលខ្ញុំថតប្រហោះហ្នឹងខ្ញុំអត់ស្អីថាចេះទី1គឺវាជាអារម្មណ៍សេចក្តីសុខរបស់ខ្ញុំនិងសេចក្តីសប្បាយទី2គឺការការពារឲ្យដឹងថារបស់ម៉ាដូណាកុំឲ្យតពុកខ្លាញ់ស្រាក់ណាវាលក្ខណៈមួយចង់ជ័យចូលចាក់ចោចយ៉ាងចឹងណាប៉ុន្តែពីមុននោះហ៊ាននឹងងងប៉ុន្តែពេលវេលានេះបើយើងបកត្រឡប់មកក្រោយវិញថាចេះបើគាត់តែមានអ្នកណា
ខ្ញុំក៏ត្រូវអត់នេះដែរអត់ប្រកែកដែរព្រោះបើខ្ញុំវល់ត្រឡប់មកខ្លួនខ្ញុំវិញខ្ញុំក៏មិនមនុស្សល្អដែរពេលខ្លះយើងលូឆ្មាក់ស៊ីនំឲ្យលុយពាក្យនឹងដែរតែយើងមិនមែនថាយកម្នាក់នឹងមិនចាំឲ្យគាត់ឃើញទេតែសុទ្ធចិត្តថាស៊ីនំឲ្យលុយយេវាជារឿងមួយសម្រាប់ខ្ញុំអញ្ចឹងពេលខ្លះខ្ញុំលើកទៅគាត់វិញបើពេលខ្លះខ្ញុំគិតថាខ្ញុំពេលខ្លះខ្ញុំនិយាយវិញបើហើយថ្ងៃលូឆ្មាក់អូខេតែកុំនេះយេតែកុំជាប់លាប់អញ្ចឹងឆ្មាក់បើអាចទៅលុយកាក់ហ្នឹងទៅអញ្ចឹងណាអូខេខ្ញុំនេះតែកុំប្រាប់ខ្ញុំពេលដែលប្រាប់ខ្ញុំវាធ្វើឲ្យអារម្មណ៍ខ្ញុំឈឺចិត្តចាយេប៉ុន្តែវារឿងហ្នឹងដោយសារខ្ញុំវាមានមើលលើខ្ញុំដែរមិនមែនតែលើហេងមួយអ្នកផ្សេងក៏ខ្ញុំធ្លាប់ប្រាប់អញ្ចឹងដែរបើប៉ះខ្លួនម្នាក់ហ្នឹងគឺជាសង្សារប្រុសខ្ញុំតែនិយាយបើបងឯងចង់គេងជាមួយមនុស្សស្រីគេទៅតែចាប់ប៉ុណ្ណឹងយេ complete មកជាមួយនឹងលោកជួយសរមណាងម៉ៃអញ្ចឹងទៅឲ្យលុយគេទៅហើយកុំជាប់លាប់ហើយកុំអត់ប្រើប្រយ័ត្នគេមានកូនខ្ញុំសុំទូខ្ញុំប្រឡែងហើយព្រោះខ្ញុំមិនអាចទៅចិញ្ចឹមកូនអ្នកឯងចិញ្ចឹមគាត់អីត្រូវអ្នកឯងយកលុយនឹងចិញ្ចឹមកូនមនុស្សស្រីគឺខ្លាចផងហ្នឹងពេលដែលមានកូនគេប្តឹងត្រូវតែទទួលខុសត្រូវហើយត្រង់ចំណុចហ្នឹងត្រឹមត្រូវតែគាត់ថាសងសារជាមួយ 4-5 នាក់ដូចបាត់បងតែបាច់ជារកអាននេះវិញទៅមករកអានគ្នាចង់រៀបការទេអូនិយាយពីគម្រោងរៀបការហ្នឹងវាច្រើនដងតែលាយទាំងប្រហែលដងអាលាយរៀបការតែងខ្លួនជាស្រីឬក៏ជាប្រុសมันអាចទេរូបមុខខ្ញុំនេះបែកឆ្កែអញ្ចឹងមិនអាចតែងជាស្រីបានទេនិយាយពីត្រង់ហ្មងគេថាមុខដូចមុខដូចគ្រុឌមុខដូចឆ្កែឬដូចកបីខ្ជិលណាតកាអីទេតែងស្រីមកគ្រាប់តែងស្រីខ្លួនឯងមុខដូចទូហ្គោមែនតាចាអត់ទេมันអាចខ្ញុំជូនពីមុនឡើយអាចសម្ដែងសូត្រតែងស្រីបានតែពេលវេលានេះឲ្យខ្ញុំតែងស្រីដើរទុកសក់វែងមិនអាចហើយណាមួយឥឡូវចង់ហាត់យកសាច់ដុំក្នុងន័យមួយចង់ផ្លាស់ប្ដូរគេថាអាចគេប្រើពាក្យអីគេផ្លាស់ប្ដូរស្អីគេផ្លាស់ប្ដូរខ្លួនឯងពីគេអីគេ leader អី leader អីមិនទេអញ្ចឹងមិនហ្នឹងប្រើពាក្យហ្នឹងហ៎ leader របស់មនុស្សម្នាក់ហ្នឹងប្រើពាក្យគេហ្នឹង KOL ណាគេថាប្រភេទតែនិយាយថាជំនាញផងជាឈាមអញ្ចឹងហ្មងទៅពីមុនឡើយការនៅស្គមចង់តែងស្រីហើយគាត់ដឹងទៅមុខជើងមែនតើមុខវើដូចពូវើគេហៅមិនសេះតែនៅមិនសេះណាគេលះសេះដាក់ឲ្យគេយុទ្ធរដ្ឋាច្រឡំនៅស្ប៉ាហងជាតាមយុទ្ធរដ្ឋាហ្នឹងគេដាក់លះសេះនៅគេមកប្រជុំនេះមិនមកមាននិយាយដើមមកឯងដូចសេះហើយនិយាយពីកប្លែងលោកមុនហ្នឹងចូលចិត្តកប្លែងលេងសើចខ្ញុំចូលចិត្តលេងសូបែកកប្លែងគេចូលចិត្តច្រើនអញ្ចឹងណាតែបើច្រឡំពីមុនស្គមចូលចិត្តតែងស្រីសម្ដែងតែងស្រីពីស្រីស្អាតតែខ្លួនឯងដឹងខ្លួនឯងហើយយើងមើលខ្លួនឯងវាស្អាតប៉ុន្តែយើងឲ្យគេមើលមកវិញពេលខ្លះអ្នកភេទទី3តែចំណាំខ្លួនឯងបើគិតថាខ្លួនឯងតែងស្រីទៅមិនរួចធ្វើ69ដល់ជាងកាត់សក់ខ្លីហាត់យកសាច់ដុំប្រែខ្លួនឯងទុកពុកមាត់ល្អកំណត់នេះខ្ញុំមិនមែនជាលក្ខណៈមួយនិយាយថាខ្លួនឯងបដៅមិនបានផងមកបដៅគេតែពិតខ្ញុំនិយាយធៀបពិតចាសម្រាប់បងប្អូនភេទទី3បើគិតថាខ្លួនឯងតែងស្រីទៅវាស្អាតដូចស្រីរូបរាងអីខ្លាំងចឹងទៅណាខ្ញុំគ្រប់គ្រងនឹងជំរុញឲ្យតែងស្រីថែមឬក៏អាចគិតថាមកជាតិធាតមួយចានចង់ប៉ងនៅអ្វីដែលចង់តកែភេទផ្លាស់ភ្លឿនស្តុកខាងលើផ្លាស់ភ្លឿនស្តុកខាងក្រៅខ្ញុំជំរុញឲ្យតែបើប្រសិនតែខ្លួនឯងមានសាច់ដុំហើយរាងខ្ពស់មើលទៅមានដូចប្រុសខ្ញុំធ្វើការកុំធ្វើញាក់ងក់ដល់ជាងនិយាយនឹងមិនមែនស្អប់ភេទទី3ឬក៏រើអាងភេទទី3គ្នាឯងទេតែខ្ញុំឲ្យយោបល់ថាសុទ្ធចិត្តហាត់យកសាច់ដុំឬក៏លក្ខណៈមួយមិនបាច់បញ្ចេញចរិតប៉ុន្តែអ្នកមានអនាគតគេថាមានទីផ្សារខាងជាងអ្នកតែងស្រីទី1អ្នកអាចឆ្លាញ់មនុស្សប្រុសដែលគេហាត់យកសាច់ដុំដែលគេលាក់កម្បាំងអារម្មណ៍ខ្លួនឯងមកឲ្យគ្រួសារដឹងតែខ្លួនគេមានចិត្តដូចគ្នាពេលខ្លះអ្នកអាចតាក់ទងបានម្នាក់នឹងដែលស្អាតដូចគ្នាទី2អ្នកអាចតាក់ទងជាមួយនឹង69ដែលក្មេងតូចនៅពេលដែលយើងពួកហាត់សាច់ដុំអាយុច្រើនប៉ុណ្ណាក៏ដោយតែចរិតពួកភេទទី3មួយនៅពេលដែលគាត់ពួកក្មេងប្រុសស្អាតតែគាត់ចរិតញាក់ញក់69ណាគាត់ឃើញសាច់ដុំទោះអ្នកអាយុច្រើនគាត់ចាប់អារម្មណ៍ណាចឹងបើយើងអាចផ្លាស់ប្ដូរបានខ្ញុំនិយាយថាបើគិតថាខ្លួនឯងដូចស្រីទេខ្ញុំណែនាំហាត់យកសាច់ដុំហើយលាក់អារម្មណ៍ខ្លួនឯងហើយកុំនិយាយកុំញាក់ញក់ទីផ្សារគាត់ខ្លាំងជាងមនុស្សស្រីតែងមនុស្សប្រុសតែងធ្វើស្រីយេត្រឡប់ទៅវិញឃើញថាម៉ាដូណាគឺជាមនុស្សម្នាក់ដែលមានទេពកោសល្យច្រើនជំនាញហើយឃើញថាឲ្យធ្វើអីក៏ធ្វើដែរអូយច្រៀងរាំឈួតឡប់ធ្វើមុខសัตว์ធ្វើមុខអីគឺអត់ដែលប្រកាន់ខ្លួនទេមូលហេតុអីបានជាយើងអាចទទួលបាននិងធ្វើបានគ្រប់រឿងជាចរិតមួយរបស់ខ្ញុំមិនមែនជាមនុស្សចរិតទូឯកពេលដែលយើងប្រកាន់ចរិតទូឯកអ្វីមួយទីផ្សាររបស់យើងវាអាចនឹងល្បីនៅពេលដែលយើងកំពុងតែល្បីតែវានឹងអាចធ្លាក់ទៅវិញនៅពេលដែលរឿងរបស់អាស្រ័យរបស់អ្នកចរិតទូឯកនឹងធ្វើឲ្យអ្នកឯងមិនធ្វើឲ្យខ្លួនឯងមិនអាចកោះឡើងវិញបាននៅពេលដែលមនុស្សម្នាក់សិល្បៈខ្ញុំផ្ដោតទៅលើសិល្បៈតែម្ដងបើយើងប្រកាន់ចរិតទូឯកអីមួយអញ្ចឹងណាខ្ញុំជឿថាការល្បីរបស់អ្នកបានយូរអង្វែងហើយអ្នកនឹងស្អុយនៅក្នុងចង្កោមសិល្បៈហើយអ្នកនឹងខ្លាចទៅជាបុគ្គលម្នាក់ដែលគេតែងនិយាយថាអ្នកបុគ្គលនេះចរិតអញ្ចេះគេអត់ហៅថតទេចរិតគេចូលចិត្តរាប់ចរិតគេពួកគេនិយាយមិនល្អអញ្ចឹងពេលខ្លះប្រកាន់ចរិតទូឯកពេកក៏មិនល្អដែរ
តែអ្នកខ្លះមិនមែនជាលក្ខណៈគាត់មិនចរិតតួឯងប៉ុន្តែមនុស្សខ្លះគាត់ក៏ជាមនុស្សមួយដែលមិនចូលចិត្តនិយាយស្ដីក៏គាត់មិនចូលចិត្តរកងារច្រើនប៉ុន្តែជាចរិតរបស់គាត់ចូលចិត្តស្ងៀមស្ងាត់ពេលខ្លះក៏ខ្ញុំបន្ទោតែមើលមនុស្សខ្លះវិញគឺបង្ហាញពីចរិតខ្លួនឯងតែម្ដងជាបង្ហាញពីចរិតតួឯងថាថតតទៅធ្វើជាតួអញ្ចែបានថតហើយខ្ញុំលើករឿងមួយចោះមានខ្លាញ់សាក់សានសមាលីខ្ញុំចូលចិត្តតែនិយាយដើមគ្នាឯងមិត្តភក្តិនេះវាសប្បាយមានសានសមាលីនេះមួយខ្ញុំនិយាយថតបើរឿងផឹកវិញរឿងប្រុសវិញមានគុកនឹងមួយខ្ញុំនិយាយអូសំទោសបើពាក្យបងប្អូនខ្ញុំសំទោសបើខ្ញុំនិយាយពាក្យហ្នឹងណាមួយមិនជាអ្នកសិល្បៈជេងនេះគាត់តាមពិតជាភាពចិត្តដិតជាមួយគ្នាទេបាទដោយសារពួកខ្ញុំជួបមួយគ្នាមានគុកមានច្បាប់អីអញ្ចឹងមានន័យវាយអាក្រក់មកលើខ្ញុំណាប៊ីក្លីអញវាតើណាប៊ីក្លីនេះឯងវាយតែ5ឆ្នាំទៀតនេះឯងចូលវត្តកាន់សិលហ្នឹងក៏ប្រាប់ឲ្យហើយណាបើថាកំពុងខ្លួនឯងទីផ្សារកំពុងតែធ្លាក់អ្វីក៏ដោយបើថាយើងតួយើងអ្វីប៉ុណ្ណេះឯងតែតួហ៊ីបធៀបជាមួយក្មេងៗមិនកើតយើងថាបើគេឯងដើរតួម៉ែទៅយើងថាគាត់រកលុយចំណូលចូលដើម្បីកូនទៅពីគុកហាក់រឿងប្រងក៏អញ្ចឹងដែរចរិតដូចមានខ្លែងដូចគ្នាខ្ញុំសុំសំណូមពរឲ្យរនហៅបើមានឡែនវាមកអីជាមួយមានសមាលីអីចឹងខ្ញុំចង់ឲ្យពួកវាមកហើយចង់ឲ្យសួរចំណុចហ្នឹងមើលហើយវាគុកកម្មឯងប្រុសអីហ្នឹងថាភ័យទី3ទៅវាមានលុយចូលឲ្យនេះឯងនេះឯងវាចាញ់ភ័យទី3ទៀតអើយពេលខ្លះនិយាយខ្លាចគាត់ខឹងហើយបើគាត់លឺទៅឬក៏ស៊ាំហីពួកវាស៊ាំឆ្លោះតែគ្នាជាមួយគ្នាហ្នឹងប៉ុន្តែឆ្លោះក្នុងលក្ខណៈមិត្តភក្តិជេរគ្នាវិញមកគេអញ្ចឹងទេតែគាត់ថាពេលខ្លះយើងណែនាំទៅថាពេលឆ្លោះគឺឆ្លោះប៉ុន្តែពេលខ្លះគាត់និយាយវាចំណុចមួយឲ្យវាយល់អីដែរវ័យយើងប៉ុណ្ណេះយើងកំហួងហែងពេកយើងត្រូវគូកាត់អញ្ចេះមនុស្សព្រមហើយចង់ស្អាតប៉ុណ្ណាក៏ដោយនៅគេមានស្រីអញ្ចឹងវ័យឲ្យប៉ុណ្្នឹងហើយបើលក្ខណៈផុសហើយនឹងគាត់ថាកូនត្រូវការបែបវត្តនឹងអញ្ចេះហ្នឹងមានកថននេះមួយដែរញ៉ាំកថននេះខ្ញុំថាវ័យនឹងឯងស្អិតពួកចូលមកឈូសហើយខ្ញុំពួកស្រីចាស់មានថៃណានេះមួយសិតស្រីបាត់ភ័ក្រយើងចេះដើរជាមួយគ្នាខ្ញុំចង់ធ្វើរឿងមួយតាខ្ញុំថាបើខ្ញុំធ្វើរឿងមួយយក4នាក់មកដើរតួហ្មងខ្ញុំថាជីវិតពួកប្រុសបោកសំតោអ្នកទាំង4នាក់ខ្ញុំអត់មានជាអ្នកហែកគេហែកអីណាចាបាច់តួរត់ទេព្រោះរឿងនេះខ្ញុំត្រូវកាត់ព្រាមថែមខ្ញុំមានតែម្ដងចឹងពេលខ្លះខ្ញុំប្រជុំមួយពួកវាខ្ញុំសប្បាយតែពេលខ្លះវាជេរយើងវាជេរមិនថ្ងៃដោយសារប្រុសបោអញដូចថ្ងៃដែរអញ្ចឹងវាជេរគ្នាទៅវិញទៅមកអញ្ចឹងមិនអញ្ចឹងចាអញ្ចឹងពេលខ្លះរឿងចរិតគិតចុះឡើងលេងតូចចិត្តទេសូម្បីតែមិត្តភក្តិយើងទាំង4នាក់ក៏ប្រុសបោកដែរអញ្ចឹងនេះចាំមែនអត់បានទេជិះផ្សេងគឺខ្លាំងនឹងត្មងស្លាញ់ហោចំណាស់ទេមានច្រឡំជេរទៀតអត់ហោតែក្មេងៗអាយុសិស្សបងសិស្ស20ឆ្នាំ18ឆ្នាំថាអញទៅវាចិញ្ចឹមប្រុសជួយពួកនាងឯងនឹងស្អីដែរនឹងអាមានដកថា oyster ប៉ុណ្ណឹងគេលេងក្បាលចោលទៀតអញ្ចឹងវិញចរិតតួឯងហ្នឹងតាមពិតខ្ញុំចង់ផ្ដាំថាមួយថាការជាអ្នកសិល្បៈអោនរំទោនងាយស្គាល់អ្នកក្រគឺជារឿងល្អបំផុតទី1យើងចេះគោរពពេលវេលាទី2យើងចេះអោនរំទោនអ្វីដែលយើងថតបានយើងទទួលថតទៅយើងកុំប្រកាន់ចរិតទៅថាត្រូវទៅធ្វើតួអញ្ចេះយើងត្រូវប្រកាន់ចរិតមួយថាត្រូវទៅលៀបពាក់អញ្ចេះយើងប្រកាន់ចរិតមួយថាអូខ្ញុំលេងចេះអាការទេត្រូវតែលេងចេះពាក្យតែសិល្បៈមិនមែនចេះតែមួយមុខទេត្រូវតែចេះគ្រប់បែបយ៉ាង idol របស់ខ្ញុំរាល់ថ្ងៃហ្នឹងដែលខ្ញុំតែងតែកត់ចំណាំហ្នឹងខ្ញុំនិយាយពីជំនាន់ពីមុនមកគឺបងស្បៃជាតាដែលខ្ញុំអាចគិតថាខ្ញុំអាចដកស្រង់ប្រើអារម្មណ៍ឲ្យគាត់បានទី1នៅពេលដែលខ្ញុំនិយាយថាទូកាចខ្ញុំដាក់អារម្មណ៍យកខ្ញុំយកវិញ្ញាណគាត់មកដាក់ចូលខ្លួនខ្ញុំហ្មងបើតួយំគាត់លឿនណាស់រឿងតួយំបងជាតានេះមួយទឹកភ្នែកនឹងមកពីណាពីណីបាទបើតួកំសត់តួម្ដាយតួអីបងជាតាខ្ញុំទៅសារថាគ្រប់ទម្រង់នេះគឺជា idol របស់ខ្ញុំដែលខ្ញុំតែងតែសារគាត់តាំងពីដែលយើងឃើញបាទជា idol របស់យើងតែម្ដងអញ្ចឹងអ្វីដែលលើកពីបញ្ហាចរិតតួឯងនេះគាត់តែផ្ដាំមួយថាវាអ្វីវាថេទេហើយកុំប្រកាន់តែយើងក៏មិនមែននិយាយថាត្រូវបច្ចេកតួឯងនឹងត្រូវតែលាក់ឡក់ត្រូវតែជំរាបសួរចេះមិនមែនអញ្ចឹងទេចង់និយាយថាអ្វីដែលយើងអាចថតបានអ្វីដែលយើងអាចធ្វើបានអ្វីដែលយើងមិនអាចប្រកាន់បានអ្វីដែលយើងអាចយោគយល់បានឬអាចសម្របសម្រួលជាមួយគ្នាបានឬក៏ឲ្យតម្លៃទៅដល់ក្រុមការងារសំខាន់បំផុតគឺក្រុមការងារហ្នឹងហើយអញ្ចឹងពេលខ្លះអ្វីដែលយើងគិតថាអញ្ចេះdirector ត្រូវតែនិយាយអ្នកដែលខាងស្អីគេខ្ញុំធ្លាប់ជួបច្រើនដែរតួហ្នឹងគ្នាអ្នកខាងបកផ្សែងគ្នាចង់ថតជាមួយជួនកាលហ្នឹងចង់និយាយជាមួយលេងអីចឹងគាត់តែបានថតឲ្យគ្នាសុបាយចិត្តងាប់ហើយជួនកាលទៅគ្នាដែលបកកាន់ឆាត់ឲ្យចឹងទៅគ្នាទូថាមិនបានថតជាមួយគាត់បានកាត់ឆោតឯងអីចឹងជួនកាលលើកទឹកចិត្តគ្នាអ្នកខ្លះគេប្រកាន់ហ្មងខ្លួនឯងល្បីអញ្ចឹងហើយត្រូវ director producer ត្រូវនិយាយជាមួយដល់ពេលអ្នកល្មមខាងស្អីគេខាងកាន់ឆាត់ខាង make up ឬខាងអ្នកផ្សាយឬខាងកាន់ភ្លើងខ្ញុំធ្លាប់ជួបតួនឹងដែរតែខ្ញុំអត់បច្ចេកឈ្មោះទេរឹកពីមិនស្ដីនិយាយមិនចង់និយាយជាមួយអត់រួយដូចខ្ញុំមិនធ្វើបាទអត់រួយដូចខ្ញុំមិនធ្វើទេអូយរត់អីតាំងពីដើមគេហាមាត់ត្រាយជាមួយគ្នាមានសុបាយជាមួយគ្នាអីទេ
ចឹងរៀនអីគ្នាយើងចឹងពេលខ្លះអាការប្រកាន់ចរិតជាមួយគឺថាពីបានដូចជាការមិនឲ្យតម្លៃខ្លួនឯងមិនមែនអ្នកឯងមិនឲ្យតម្លៃគេគឺអ្នកឯងកំពុងមិនឲ្យតម្លៃខ្លួនឯង ធ្វើឲ្យគេស្អប់គេលេងចូលចិត្តគេលេងស្រឡាញ់លេងមានប្រជាប្រិយភាព យើងអត់នៅពេលវេលាយើងមើលដឹងឃើញទេអ្នកឯងកំពុងមើលយើងម្នាក់នឹងមេតអាប់ជួនកាលហ្នឹងម្នាក់មេតអាប់ជួនកាលម៉ែឪគេមានដីគេទ្រពអីចឹងទៅគេបែរជំនាញជាអ្នកឯងជួនកាលអ្នកកាន់ភ្លើងហ្នឹងគេឈប់បញ្ចប់អាជីពគេអ្នកកាន់ភ្លើងហ្នឹងប៉ុន្តែជីវិតគេបែរជាគេរស់ស៊ីមួយជោគជ័យខ្លាចទៅយកងាមើលមិនឃើញដីឡូនេះអារស់ស៊ីដីនេះមានលឿនមែនតានិយាយត្រង់ណាចេះអ្វីក៏ដោយកុំអាចបានយើងនិយាយថាកុំមើលងាយបាទកុំមើលងាយអ្នកណាគេទាំងអស់ហើយខ្ញុំស្អប់បំផុតរាល់ថ្ងៃខ្ញុំបដោតទៅលើពពួកអ្នកដែលលេង TikTok social media ខ្ញុំស្អប់ខ្ញុំផ្ដាំហ្មងខ្ញុំនិយាយត្រង់ខ្ញុំមកឆៅពពួក TikTok ណាបើយូរច្រើនប៉ុណ្ណាក៏ដោយខ្ញុំជឿតែពួកអ្នកឯងស្គាល់សិល្បៈរៀនច្បងទាំងអស់ចឹងមិនមែនអ្នកឯងទាំងអស់គ្នាឃើញហើយចាំតែគេនឹងមកសួរស្ដីអ្នកឯងទេអ្នកឯងជាប្អូនក្នុងអ្នកឯងជាអ្នកល្បីទៅលើ TikTok ខ្ញុំទទួលស្គាល់ពីសារ TikTok រាល់ថ្ងៃវាយផ្ដាច់ជាងសិល្បៈខ្ញុំទទួលស្គាល់តែម្ដងគ្រប់ក្រុមហ៊ុនគ្រប់បណ្ដានៃផលិតផលមួយជាមួយរើសសឹងតែគ្រប់គ្នាអនឡាញជារឿងមួយផ្សេងណាគ្រប់បណ្ដានៃក្រុមហ៊ុនដែលធំខ្ញុំជឿថារាល់ថ្ងៃសិល្បៈបែរជាអត់ជោគជ័យចាញ់ទៅលើពួក TikTok ដែលគាត់មាន view ច្រើនយេចឹងពេលខ្លះមិនអ្វីក៏ដោយប៉ុន្តែខ្ញុំជឿថាអ្វីវាអត់ថិតថេរអត់ថិតថេរឲ្យតម្លៃរៀមច្បងក្នុងអ្នកនាងជាអ្នកល្បីហើយឥឡូវខ្ញុំប្រកាន់ខ្លួនឯងតែម្ដងអាចថាខ្ញុំមកឆ្កែក៏បានដែរប៉ុន្តែបើឃើញកន្លែងណាតិចឃើញថាអ្នកឯងភ្នែកចេញខ្ញុំសួរហ្មងស្គាល់ខ្ញុំអត់តែលើកដៃជំរាបសួរយេចឹងប្រយ័ត្នថាអញ្ចឹងពេលខ្លះយើងមកឆៅមិនមែនថាអត់ធ្លាប់ធ្វើចឹងអត់ញយអញ្ចឹងហ៎ញយបាទអូមិនមែនលេងបន្លំមែនហ៎បាទអាលេងបន្លំមែនលេងសើចយើងបន្លំមែនទៅថាមែនបាទអញ្ចឹងពេលខ្លះខ្ញុំចង់បដោតទៅលើអ្នកដែលល្បីទៅលើ social media ហើយរៀនឲ្យតម្លៃរៀមច្បងក្នុងលក្ខណៈមួយក្នុងនាមជាសិល្បៈមិនថាគាត់ផ្នែកទៅលើខាងបុរាណឬខាងសម័យទេអ្នកត្រូវតែឲ្យតម្លៃទៅលើពួកគាត់ពួកអ្នកទាំងអស់គ្នានឹងចេះពីពួកគាត់អ្នកបង្ហាញនៅអ្វីដែលជាសិល្បៈពីមុនរហូតដល់អ្នកទាំងអស់គ្នាលេងនឹងគឺអ្នកទាំងអស់គ្នាតែងតែនឹកឃើញពីចំណុចពួកគាត់ហើយអញ្ចឹងមិនមែនអ្នកឯងរហូតដល់ពេលនេះខ្លួនឯងថាខ្ញុំចេះលេងខ្លួនឯងមានសិល្បៈនៃការបង្ហាញគឺជាការបង្ហាញអ្នកទាំងគ្នាចាក់ដាំអារម្មណ៍ស្រឡាញ់ហូររាល់ថ្ងៃអ្នកបង្ហាញ TikTok នឹងក៏ជាសិល្បៈមួយផ្នែកដែរមានតែប៉ុន្តែធៀបពិតនេះនិយាយតាមជាក់ស្ដែងទៅពេលដែលពួកគាត់អត់ទាន់ថាមាន TikTok នឹងជួយគាត់ណាគាត់ហត់មកហេមកជំរាបសួរយើងមិនមែនថាគាត់ជំរាបសួរយើងខុសទេមិនហ៊ានថ្កោលទោសអ្នកណាទេប៉ុន្តែនៅពេលដែលគាត់ចាប់ផ្ដើមល្បីតាម TikTok អីជាច្រើនទៅគាត់បង្កើតរឹកមួយគាត់ក៏ជាអ្នកល្បីមួយរូបដែរវាបែបហ្នឹងហើយសួរថាគាត់ខុសអត់មិនខុសទេតែបើសិនជាតាក់ទងអំពីសុជីវធម៌យើងហាក់ដូចជាក្មេងម្នាក់ដែលអត់មានសុជីវធម៌វាតែប៉ុណ្្នឹងឯងនិយាយថាសុជីវធម៌ខ្ញុំអត់យកប្រើពាក្យទៅសម្រាប់ពួកគាត់នេះថាសេរីពពួកអត់អវិជ្ជាខ្ញុំនិយាយចឹងតែហ្មងទៅពុទ្ធិសានចេះចាប់ដើមលេង TikTok គាត់មិនតន់ល្បីខ្ញុំជឿថាពួកគាត់ចេះគ្រប់ជឿទេចាគាត់ចេះគ្រប់ចាប់ដើមគាត់ល្បី TikTok ទីផ្សារផងគាត់ចាប់ដើមខ្លាំងហើយព្រៀនគាត់បែរជាប្រើចរិតដឹកពៀននេះគេថាជំងឺទូឯងវិញហើយយើងបកត្រឡប់មកក្រោយគេថាជំងឺទូឯងហើយអញ្ចឹងមកខ្ញុំនិយាយឆ្កែដែរបញ្ជាក់មុនហើយណាសូមបញ្ជាក់មុនយឺច្រើនថ្ងៃនេះមរណាសម្រាប់ពេលដែលហៅមកសម្ភាសអូយต้องមានរឿងអីនិយាយណោះដល់ពេលសម្ភាសឃើញនិយាយអត់ឈប់ណាខានជួបគ្នាយូរហើយតាមប៉ុណ្ណាតែប៉ុន្តែយើងត្រាយច្រើនជាងនឹងទីតែយើងក៏ប៉ុណ្្នឹងហើយប៉ុន្តែពេលលើកក្រោយខ្ញុំចង់សំណុំពរមនុស្ស4នាក់ដែលខ្ញុំស្វែងស្រឡាញ់ចាទីមួយមាន client ចាហើយតបមាន cli ចាមានកថានឹងថៃណាយល់ចឹងណាពួកអ្នកហ្នឹងស្រីពួកគេថាពួកត្រែងតែយ៉ាងស្រីពួកអាខ្វះប្តីយើងទៅណាជីវិតពួកហ្នឹងបើនិយាយរឿងប្តីពីតោច្រើនអ្នកដែរហើយចិត្តវាល្មមដល់ពេលដែលគាត់ក៏បដៅយើងក្មេងៗកុំខ្លាញ់ក្មេងៗពេកតែចាស់ណាដែលឯងល្មមមិនបានគេមានបានយកទៅហើយគេស្រឡាញ់យើងស្មោះហើយបើជីវិតពួកឯងស្រឡាញ់តែក្មេងអញវាយអត់លេខហើយវាមិនប្រយ័ត្នចេញសូនហ្នឹងហើយពួកគាត់ជប់រាប់អានណាអត់អីទេពួកជប់រាប់អានគេខ្ញុំបោះវាអរគុណច្រើនជាចុងក្រោយចាជាចុងក្រោយមានពាក្យពេចន៍អ្វីនិយាយទៅកាន់ទស្សនិកជនជាសារផ្ដាំផ្ញើដែលមានប្រយោជន៍បំផុតចាអូខេអរគុណច្រើនទី1អរគុណដល់ពុកម៉ាក់រត់ផងដែរបាទគឺដែលបានផ្ដល់គោលយុសម្រាប់ខ្ញុំបានដែលជាប្រុសស្អាតប្រចាំប្រទេសកម្ពុជាចូលរួមកម្មវិធីសខ្មែរនេះផងដែរគ្មានពាក្យអ្វីផ្ដាយផ្ដាំទេគ្រាន់តែថាជីវិតនៅពេលនេះខ្ញុំជឿជាក់ថាចង់ឲ្យពុកម៉ែបងប្អូនអរគ្នារឿងនៅជីវិតខ្លួនឯងដែលមានសេរីភាពក៏មានភាពចំណែនក៏មានភាពស្អប់កុំឃើញតែរូបភាពឃើញពីការរស់ស៊ីឃើញពីរូបសម្រស់ដែលធ្វើឲ្យខ្លួនយើងចាប់ដើមមានអារម្មណ៍មួយថាតូចចិត្តប្រៀបធៀបខ្លួនឯងទៅជាគ្មានសេចក្តីសុខវាប្រកបទៅជាបញ្ហាដែលខ្លួនឯងទៅជាមនុស្សមួយគេថាចាប់ដើមមានអំពើបាបនៅខ្លួនឯងចឹងយើងអរគ្នានៅពេលវេលានេះខ្ញុំអាចនិយាយថាខ្ញុំលេងសើចថាចឹងគាត់ម៉ារណាឯងមិនហ្នឹងចឹងមិនព្រមកាប់ធ្វើខ្លួនឯងចឹងដែរទៅពាក្យខ្ញុំលេងតែពេលខ្លះខ្ញុំលេងខ្ញុំដឹងរបៀបក្តៅស៊ីរាក់ត្រជាក់ស៊ីជ្រៅខ្ញុំយល់ពីកតសៈខ្ញុំយល់ពីខ្លួនឯងនៅពេលវេលានេះតែគាត់ថាពេលខ្លះមនុស្សខ្លះគឺចាំតែចំណែន
ចាំមនុស្សខ្លះចាំតែការស្អប់មិនធ្វើអ្វីក៏ដោយឃើញគេអញ្ចេះជោគជ័យទៅជាខ្លួនឯងមានអារម្មណ៍មួយថាស្អប់នឹងការជោគជ័យរបស់គេស្អប់នឹងភាពស្រស់ស្អាតរបស់គេស្អប់នឹងភាពនៅអ្វីដែលមានបានរបស់គេកុំយកការប្រៀបធៀបពីជីវិតមនុស្សម្នាក់ទៅជីវិតមនុស្សម្នាក់រៀនរស់ឲ្យមានសេចក្តីសុខខ្លួនឯងសម្រាប់ខ្លួនឯងសម្រាប់ដៃគូសម្រាប់ក្រុមគ្រួសារសម្រាប់មុខរបស់ខ្លួនឯងមានប៉ុណ្ណាយកប៉ុណ្ណឹងចឹងអ្វីដែលខ្ញុំផ្ដាំផ្ញើល្អខ្លាំងផ្ដាំផ្ញើមួយចុងក្រោយនេះខ្ញុំចង់ផ្ដាំផ្ញើមួយថាចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាពេលវេលានេះគឺគិតពីសុខភាពខ្លួនឯងហើយបើអាចបានដូចខ្ញុំនិយាយចឹងមានប៉ុណ្ណាយកប៉ុណ្ណឹងបាត់ថាកុំខ្ចីលុយគេកុំចងការកុំអាចបានកុំឃើញគេមានចង់មានបានតែខ្ចីលុយគេចងការឬក៏នេះនៅពេលដែលយើងខ្សែធំវាទៅជាបង្កើនជាមួយនឹងការគេថាបង្កើននៅបំណុលខ្លួនឯងវាទៅជាមនុស្សដែលខ្លាប់សប្បាយទៅជាមនុស្ស stress មនុស្សដែលបាក់ទឹកចិត្តអញ្ចឹងខ្ញុំនេះគឺជាជីវិតរបស់ខ្ញុំដែលខ្ញុំឆ្លងកាត់ហើយចឹងខ្ញុំសូមសំណូមពរមួយថារស់ដោយសារអ្វីដែលខ្ញុំនិយាយនេះគឺខ្ញុំពីមុនឡើយគឺខ្ញុំមានសេចក្តីចំណែនចាខ្ញុំឃើញគេជោគជ័យខ្ញុំឃើញភេទទី3គេនេះយើងចង់បានដល់ពេលអញ្ចឹងទៅខ្លួនឯងមានអារម្មណ៍មួយថាអញទៅធ្វើយ៉ាងម៉េចអត់មានក្តីសុខយេហើយមួយវិញទៀតខ្ញុំអត់និយាយទៅសារខ្លួនឯងថាល្អថាណាទេពេលខ្លះនឹងចង់ដើរមួយម្នាក់នឹងអ្នកមានទៅនិយាយជាមួយពាក់គេថាកំដៅមួយម្នាក់នឹងអីនេះខ្ញុំនិយាយចេះចឹងតាមពិតអ្នកនិយាយពីគេនេះគឺជាខ្លួនឯងអាក្រក់ពេលដូចតែខ្ញុំអញ្ចឹងអូគេដើរមួយអ្នកមានលុយធ្វើមិនបាច់បើម្នាក់នឹងគេស្រឡាញ់ម្នាក់នឹងចឹងទៅនិយាយបញ្ចេញបញ្ចូលឲ្យគេស្អប់ម្នាក់នឹងដើម្បីបានដើរជាមួយយើងអញ្ចឹងណានេះជាអារម្មណ៍របស់ខ្ញុំពីមុនដែលខ្ញុំមានកំហុសឆ្គងតែពេលនេះខ្ញុំនិយាយពីកំហុសឆ្គងដែលខ្ញុំអត់មានអ្វីៗអស់ពីមុនមកតែចាប់ដើមអ្នកឯងដឹងខ្លួនពីខ្លួនឯងចាប់ដើមមានដៃមានជើងចេះមានកំណត់ចេះមានបញ្ញាចេះរកស៊ីខ្លួនឯងអ្នកឯងនឹងស្ដាយកំហុសខ្លួនឯងអញ្ចឹងចូលកែនៅអ្វីដែលខ្លួនឯងបានដែលយើងមានកំហុសឆ្គងយើងអាចកែបានក៏វាហួសពេកដែរតែអ្វីដែលខ្ញុំចង់ប្រាប់មួយទៀតនោះខ្ញុំចង់ឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរតាមកម្មវិធីនេះផ្សេងទេប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរអ្វីដែលខ្ញុំឃើញលំបាកបំផុតនោះគឺបងប្អូនប្រជាកសិករខ្មែរដែលគាត់ប្រឹងដាំដុះដោយរបស់ខ្លួនឯងនោះខ្ញុំចង់ឲ្យបងប្អូនគ្នាមិនងាកប្រើជាមួយនឹងផលិតផលខ្មែររបស់យើងហើយក៏ដូចជាជួយគ្រប់គ្រងទៅលើបន្លែផ្លែឈើសាច់កុំនាំរបស់យើងមិនមែនថាមិនឲ្យគ្រប់គ្រងរបស់ទេរបស់ការនាំចូលមកទេតែកម្រិតការគ្រប់គ្រងរបស់យើងកម្រិតប្រមាណជួយលើកស្ទួយវិស័យកសិកម្មខ្មែររបស់យើងវារបៀបមិនដែរអញ្ចឹងដើម្បីបងប្អូនខ្មែររបស់យើងកុំឲ្យមានគាត់ថាគាត់ត្រូវខ្លួនឯងនឹងដល់ពេលធ្វើដូចថាមនុស្សគាត់ពេលខ្លះគាត់មានកម្លាំងការដាំដុះប៉ុន្តែនៅពេលដែលផលិតផលរបស់គាត់ឬការដាំដុះរបស់គាត់បែរជាគេគ្មានឲ្យតម្លៃអញ្ចឹងណាទៅជាគាត់មានអារម្មណ៍មួយលេងចាំដាំដុះជាញលេងបានរបស់ញ៉ាំមិនដូចជំនាន់ឆ្នាំកាយជាងហើយតែជារបស់មួយដែលគ្មានសារធាតុប៉ះពាល់សុខភាពចា៎អញ្ចឹងបងប្អូនអរគ្នាចូលងាកមកគ្រប់គ្រងផលិតផលខ្មែររបស់យើងនេះអ្វីដែលខ្ញុំធ្លាប់អស់3 4 ដងដែរហើយខ្ញុំបានចូលរួមនៅក្នុងសង្គមតាក់ទងជាមួយនឹងចំណុចហ្នឹងដើម្បីឲ្យបងប្អូនខ្មែររបស់យើងងាកមកគ្រប់គ្រងផលិតផលធម្មជាតិខ្មែររបស់យើងចា៎បាទហ្នឹងតែប៉ុណ្្នេះទេហើយចុងក្រោយនេះតាមចុងក្រោយនោះថាខ្ញុំអត់ទាន់ងាប់ទេអញ្ចឹងខ្ញុំសូមតាមអ្នកជាពាក់ដូចទាំងអស់គ្នាផងដែរជីវិតខ្ញុំអត់ទាន់ងាប់ពេលណាការបង្ហោះរបស់ខ្ញុំនៅរូបភាពរបស់ពួកអ្នកឯងគឺនៅតែមានជាបន្តបន្ទាប់ដូចគិតពីកិត្តិយសខ្ញុំអញនិយាយតិចបានហើយចា៎គុំច្រើនដូចគិតពីកិត្តិយសខ្លួនឯងគិតពីបងប្អូនគិតពីកូនដែលកើតមកកុំឲ្យមានឈ្មោះជាឪពុកម្ដាយដែលជាពាក់ដូចគេទៅសាលាគាត់មានការខ្មាស់អៀនមានសងតិចឬក៏ច្រើនកុំគិតវេះកុំកុហកខ្ញុំលើកឧទាហរណ៍ទី1ខ្ញុំធ្លាប់ឃើញខ្ញុំសភាកម្មវិធីរត់ឯងគាត់និយាយទាំងពលឹះហើយមនុស្សនេះមានបាបខ្លាំងបើនិយាយពីគេស្រឡាញ់វាគឺស្រឡាញ់គ្រប់គ្នាខ្ញុំអត់ខ្លាចនឹងការនិយាយចំណុចហ្នឹងទេគេស្រឡាញ់ឲ្យជួយដល់ថ្នាក់ជាង 100000 ជាង 2000000ពេលខ្លះអ្នកខ្លះខ្ចីលុយឲ្យអញ្ចឹងអត់មានជួយគេអត់មានដឹងគុណមានពេលខ្លះពេលមនុស្សងាប់ទៀតអញ្ចឹងណាគេកុំភ្លេចអ្នកឯងจะពាក់លុយគេអ្នកឯងត្រូវទៅសងគេទោះគេងាប់មិនមែនអ្នកឯងមិនសងគេអ្នកឯងខ្លួនទេណាអ្នកឯងនឹងจะពាក់បន្ថែមកម្មនៅជាតិនេះអ្នកឯងតដល់ជាតិក្រោយនឹងបន្តនៅកម្មបន្តបន្ទាប់នេះគឺរឿងខ្ញុំមួយទី2គឺក្អោយខ្ញុំអត់ដែរភ្លេចក្អោយឯងទេជាមួយនឹងអុកញ៉ាម៉ូដែលជាប្តីដែលថាតានីសងលុយខ្ញុំតែងតែដោនឡូតគ្រប់អ្វីដែលអត់ទុកចូលផ្លាស់អញ្ចឹងអ្នកឯងខ្វល់ផ្ដិតមេដៃខ្ញុំហើយអ្នកឯងធ្លាប់និយាយថាจะពាក់70000ជាងអ្នកឯងសុំចោល30000នៅសល់45000ខ្ញុំក៏ចោលអ្នកឯងដែរតែសុំមកវិញបែរធ្វើជាមនុស្សច្បាស់លាស់រៀនស៊ីរកស៊ីរៀនរកស៊ីបោកគេវាមានពេលល្អតែមួយផ្លែតែមួយពេជ្រទេប៉ុន្តែជីវិតអ្នកឯងនឹងអាប់អួរដូចកែបក្នុងដងមិនមែនតែរឿងពីរអ្នកនឹងខ្ញុំមានអ្នកសិល្បៈផ្សេងទៀតជាច្រើនក៏ដូចជាមិត្តភ័ក្តិដែលខ្ញុំទុកចិត្តធ្លាប់តានីលុយឲ្យ
ក្នុងនោះខ្ញុំជាមេទាំងទីនដល់ខ្ញុំធ្លាប់ឲ្យដេញរហូតដល់ខ្ញុំខ្ចីឈ្មោះគេដើម្បីដេញអ្នកឯងពេលអ្នកឯងកំពុងតែតទៅគ្នាអ្នកឯងត្រូវដឹងពីចិត្តខ្ញុំមួយថាខ្ញុំអាចធ្វើសម្រាប់អ្នកឯងមិនមែនដោយសារអ្នកឯងនឹងជាបុគ្គលមួយដែលល្បីមានលុយឡានប៉ាកិនស៊ីចាយតែដោយសារក្តីស្រឡាញ់ស្មោះស្ម័គ្រការរាប់អានអញ្ចឹងពេលខ្លះអ្នកឯងត្រូវគិតពីចំណុចនឹងបកត្រឡប់មកវិញចឹងដូចមិនថាមិត្តភ័ក្តិមិនថាអ្នកដែលសិល្បៈរាប់អានគ្នាមិនថាជាបងប្អូនខ្ញុំអត់ទាន់ងាប់ទេខ្ញុំសូមបញ្ជាក់ខ្ញុំចង់មើលឃើញពីរូបភាពអ្នកឯងនៃការឈឺចាប់របស់អ្នកឯងតែបើសួរថាបើបកត្រឡប់មកវិញអ្នកឯងសងលុយខ្ញុំមានខែប៉ុណ្ណាប៉ុណ្ណីខ្ញុំអត់ចង់ไปឃើញខ្ញុំចង់អ្នកឯងជោគជ័យតែបើអ្នកឯងអត់ខ្វល់ខ្ញុំតែតែចង់ឃើញពីអ្នកឯងទោះអ្នកឯងមិនអាចបង្ហាញនៅរូបភាពរបស់ពួកអ្នកឯងតែអ្នកឯងនឹងទទួលដឹងពីអារម្មណ៍ខ្លួនឯងអស់តើការយល់សប្តិរបស់អ្នកឯងមិនការស៊ីចប់ពីរបៀបមិនអញ្ចឹងណាចឹងពេលខ្លះអ្នកឯងអាចល្អមកពេលដេញសិនចិត្តតែសេចក្តីសុខរបស់អ្នកឯងវាមិនអាចមានសេចក្តីសុខរហូតទេចឹងអ្នកឯងអាចរស់នៅក្នុងផ្ទះមួយដែលអ្នកឯងមិនអាចដើរចេញទៅណាខ្លាចខ្មាស់គេខ្លាចគេចាប់ចឹងអ្នកឯងនិយាយជាមួយអ្នកបង្ចាប់បំណុលទៅខ្ញុំនិយាយហ្នឹងមិនមែនផ្ដោតទៅលើអ្នកបង្ចាប់បំណុលរបស់ខ្ញុំមួយទេខ្ញុំផ្ដោតទៅលើអ្នកដែលគាត់ជាពាក់ដូចអ្នកគេផ្សេងណាត់ជួបទៅនិយាយទៅមានបដិណាចេញមុខសងទៅបើយើងមានកម្លាំងកាយកម្លាំងចិត្តមានគូក្បាលអាចមានសមត្ថភាពរកបានយើងសងគេទៅហើយក្នុងនោះផងដែរមកចាប់បំណុលគូគិតដែរបើបុគ្គលម្នាក់នឹងវាពិតជាលក្ខណៈមួយខ្សែធនអ្វីវិញពិតជាច្បាស់មែនចឹងយើងមើលលើបុគ្គលម្នាក់នឹងតែបើបុគ្គលម្នាក់នឹងធ្វើខ្លួនឯងជាមនុស្សខ្សែធនប៉ុន្តែអាដីក៏មានអាផ្ទះក៏មានអាឡានក៏មានអូនខ្លួនឯងថាអត់មានលុយសងនឹងវាជាការគេថាមនុស្សដែលគ្មានគុណធម៌មនុស្សដែលលក្ខណៈមួយគេថាមនុស្សយកលុយគេកម្លាំងឈាមរបស់គេពាក្យបំមាត់រស់សៀកឡើងឯងហើយមនុស្សតែងតែសយុទ្ធគ្រប់ពេលវេលាតែបើបុគ្គលម្នាក់នឹងយើងមើលទៅពិតជាខ្សែធនមែនប៉ុន្តែបើគាត់សុំការអនុញ្ញាតហើយគាត់លើកដៃសាពះថាមានបញ្ញាសុំប៉ុណ្ណឹងឬក៏បជាពេលអធិស្ឋានបានអធិស្ឋានព្រមទទួលនៅអ្វីដែលគាត់នេះអាចបានព្រមទទួលទៅបើចាប់គាត់ដាក់គុកតើលុយនឹងគាត់សងបានយូរដែរអត់ហើយពេលដែលចាប់ដាក់គុកនឹងមួយយើងត្រូវចំណាយអ្វីខ្លះដែរអានឹងយើងត្រូវមើលពីរូបភាពត្រូវតែមានការយោគយល់ខ្លះព្រោះខ្ញុំបានទទួលអារម្មណ៍បែបនេះនៅពេលដែលខ្ញុំរំលឹកពី3ឆ្នាំមុនខ្ញុំបានរលាយហាងពេជ្រមួយព្រោះដោយសារខ្ញុំបានបើកហាងពេជ្រមួយជាមួយនឹងដៃគូរបស់ខ្ញុំហើយខ្ញុំបានអស់លុយដោយសារគាត់នឹងច្រើន20,000ជាងតែខ្ញុំអត់ដែរប្រហោះរឿងនេះក៏ខ្ញុំអត់ដែរនិយាយដែរជាង$20,000ខ្ញុំតែងតែទុកឱកាសទុកពេលតែមិនមែនដោយសាររឿងពួកអ្នកឯងទេដោយសារខ្ញុំក្នុងគ្រួសារអ្នកឯងមានមនុស្សល្អម្នាក់មនុស្សល្អម្នាក់នឹងខ្ញុំជឿថាគាត់អាចជួយឲ្យយោបល់ទៅមនុស្សដែលកំពុងតែកិច្ចវេះនៅក្នុងគ្រួសាររបស់អ្នកឯងតែពេលខ្លះខ្ញុំមិនប្រហោះខ្ញុំមិននិយាយអ្នកឯងប្លុកខ្ញុំតែអ្នកឯងមិនមែនចាប់បញ្ហាបាទមិនមែនចាប់បញ្ហាទោះខ្ញុំចាប់បញ្ហាប៉ុន្តែយមរីក៏មិនចាប់បញ្ហាជាមួយអ្នកឯងបាទមនុស្សយើងកាន់ពុទ្ធសាសនាពាក្យថាបន់បាបដើរទន្ទឹមគ្នានេះអ្វីចុងក្រោយរបស់ខ្ញុំមានវែងតិចប៉ុន្តែនេះគឺជាពាក្យន័យដែលផ្ដាំល្អទៅដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាឲ្យអារម្មណ៍ចិត្តមនុស្សគ្រប់គ្នាទាំងអស់គ្នាក៏មានភាពគេថាលោកលុនខ្ញុំតែងតែចាំពាក្យមានសុខសុភាមានសុខភាពនិយាយពាក្យហ្នឹងគឺត្រូវមនុស្សយើងម្នាក់កើតមកតែងតែមានម្ចាស់កម្មពីនៅដើរទៅតាមយើងគ្រប់ពេលវេលានៅពេលដែលយើងឆេវឆាវអារម្មណ៍ល្អនោះហើយជាម្ចាស់កម្មពីដែលធ្វើឲ្យខ្លួនយើងគាត់ចាំសប្បាយចិត្តដូចរឿងឆ្មាកដោលអញ្ចឹងឃើញទេកដោលនៅពេលដែលចង់ធ្វើបាបឆ្មាអញ្ចឹងគឺមានម្នាក់នឹងមកចាក់ចូលដើម្បីឲ្យខឹកខឹងនឹងគឺជាមនុស្សម្នាក់ដែលគេអបដោះក្តីសុខខ្លួនឯងរៀនបទូចិត្តកុំឲ្យម្ចាស់កម្មពីព្រឹកលើយើងយកជាខ្លួនយើងទូតលើម្ចាស់កម្មពីវិញអរគុណច្រើនកន្លងមកក៏ធ្លាប់មានបទសម្ភាសន៍ជាមួយសីញងហើយក៏ឥឡូវនេះក៏ហៅមកដល់ណាចូលដើម្បីឲ្យវាមានភាពស្មើគ្នាកុំឲ្យថាស្ដាប់តែម្ខាងហើយសម្រាប់ខ្ញុំជាអ្នកដែលស្គាល់គ្នារាប់អានដូចគ្នាខ្ញុំចង់ឲ្យឃើញអ្នកទាំងពីរដោះស្រាយគ្នាដោយសន្តិវិធីមានការជជែកចរចាណាមួយដែលអាចយល់ពីគ្នាបានបន្ធូរបន្ថយឲ្យគ្នាបានមិនចង់ឲ្យអ្នកណាម្នាក់រងគ្រោះហើយក៏មិនចង់ឲ្យអ្នកណាម្នាក់ខាតបង់ដូចគ្នាខ្ញុំមានសំណួរមួយសួររវត្តចង់ក្រោយនេះមួយដែរឧទាហរណ៍ឥឡូវយើងបានធ្វើការចរចាហើយប៉ុន្តែចរចាលើកទី1ចរចាលើកទី2ចរចាលើកទី3ចរចារហូតដល់ជាង10លើរហូតដល់ចរចារហូតដល់ភ្លេចតែនៅតែការកុហករបស់គាត់តើយើងគួរគិតយ៉ាងម៉េចដែរការគួរបង្កើតនៅការចរចានេះដែរឬក៏ពីយ៉ាងម៉េចនេះបើសិនជាយោបល់របស់ខ្ញុំអត់មានសិទ្ធិអីដើម្បីទៅវិនិច្ឆ័យសម្រាប់ករណីហ្នឹងទេព្រោះរឿងប៉ិតបើសិនជាយើងខុសយើងត្រូវតែធ្វើតាមច្បាប់បើសិនជាយើងបានធ្វើអ្វីដែលលើសលួសយើងក៏ត្រូវចេះសុំទោស
ហើយបើសិនជាយើងកុហកគេក៏យើងគួរតែឈប់កុហកតទៀតមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ពាក្យពេចន៍ជាច្រើនដែលបានជជែកគ្នានៅក្នុងថ្ងៃនេះមានសោចមាននិយាយការពិតមានហែកគេខ្លួនឯងហែកគេពួកម៉ាក់សពគ្រប់អស់ហើយសង្ឃឹមថាបើសិនជាមានការលើសលួសសូមខន្តីអភ័យទោសដោយសារតែនេះគឺជាការនិយាយមួយដែលគេហៅថា real ទៅវិញទៅមកដែលអត់មានលាក់លៀមឬក៏គេហៅថារៀបរឹកព្រៀងទុកអីទេចាអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃតាមដានរបស់លោកអ្នកហើយនឹងកញ្ញាជាទីគោរពនិងជាទីមេត្រីពីកម្មវិធីសខ្មែរក៏ដល់ទីបញ្ចប់ជូនពលលោកអ្នកជួបប្រទះតែសេចក្តីសុខនិងសុភមង្គលធ្វើដំណើរទៅកាន់ទីណាប្រកបដោយសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារសម្រាប់ពេលនេះពីកម្មវិធីសខ្មែរយើងខ្ញុំតាំងពីអ្នកសូមអរគុណសូមគោរពលា